Alo, tengahគ្នាលើខ្ញុំនិយាយឯងបើសិនជាលើសូម comment ពាក្យថា yes បាទជាដំបូងខ្ញុំសូមជម្រាបសួរដល់បងដែលបានចូលរួមការប្រជុំអនឡាញលើកទី3នេះផងដែរបាទខ្ញុំបាទឈ្មោះកំសាន្តខ្ញុំសូមជម្រាបថាព្រឹត្តិការណ៍នេះតែងតែធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យម៉ោង9យប់និងបញ្ចប់វិញនៅម៉ោង11យប់ផងដែរបើសិនជាមានការកែប្រែយ៉ាងណានោះខ្ញុំនឹងប្រកាសនៅលើ timeline របស់ខ្ញុំអញ្ចឹងបងប្អូនអាចចូលទៅមើលក្នុង timeline របស់ខ្ញុំគោលបំណងដែលយើងបង្កើតឲ្យមានកម្មវិធីនេះឡើងគឺដើម្បីចែករំលែកចំណេះដឹងឲ្យគ្នាទៅវិញទៅមកមួយវិញទៀតគឺដើម្បីឲ្យអ្នករកស៊ី AdSense ទាំងអស់គ្នាអាចស្គាល់គ្នាទៅវិញទៅមកទៀតផងដែរបាទផ្នែកនៃកម្មវិធីសូមជម្រាបថាកម្មវិធីយើងមាន2ផ្នែកទី1គឺផ្នែកវាគ្មិនអញ្ចឹងផ្នែកទី1វាគ្មិនគាត់ឡើងចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍ដែលគាត់បានដឹងនិងបានយល់ឲ្យអ្នកទាំងអស់គ្នាបានដឹងដោយគាត់ដែរបាទហើយចំណែកឯផ្នែកទី2គឺជាវគ្គសួរសំណួរនិងចម្លើយដែលតាក់ទងទៅនឹងប្រធានបទរបស់យើងដូច្នេះខ្ញុំសូមជម្រាបនៅរបៀបនៃការចូលរួមសូមបងប្អូនដែលចូលរួមបើបងប្អូនសូមបងប្អូនចុចពាក្យថា raise hand ដែលនៅខាងក្រោម list នៃ member បើសិនជាបងប្អូនមានសំណួរឬក៏ចង់ចែករំលែកនៅបទពិសោធន៍ដែលបងប្អូនបានដឹងបន្តមកទៀតសូមចុចពាក្យថា look mic on ដែលនៅត្រង់ចំណុចទូចមួយដែលនៅចិត្តពាក្យវិតុងថា hold to talk ដើម្បីមានយោបល់ឬក៏មានសំណួរសួរទៅកាន់វាគ្មិនរបស់យើងដូច្នេះចុងក្រោយខ្ញុំសូមណែនាំវាគ្មិនរបស់យើងនៅថ្ងៃនេះគឺបងប្រុសហេងរតនៈគាត់ក៏ធ្លាប់ជាវាគ្មិននៅក្នុងព្រឹត្តិការណ៍បាខេម2015នេះដែរបាទហើយប្រធានបទដែលគាត់លើកឡើងមកនិយាយនៅក្នុងយុគនេះគឺកលឹះទាំង10យ៉ាងដែលធ្វើឲ្យ AdSense CPC ហ្នឹងឡើងខ្ពស់បាទអញ្ចឹងតើកលឹះទាំង10យ៉ាងនោះមានអ្វីខ្លះខ្ញុំសូមបកគលទូរនីតិនេះឲ្យបងហេងរតនៈឡើងមានយោបល់ដូចទៅបាទសូមអរគុណបាទអរគុណបងកំសាន្តមានបងណាលឺសូមខមមិនចេះមួយមើលដើម្បីខ្ញុំបានទៅជួយមកអូខេអរគុណបាទដំបូងខ្ញុំសូមជម្រាបសួរដល់បងប្អូនដែលចូលរួមនៅក្នុងបន្ទប់យើងទាំងប្រហែលជាប្រហែលអ្នកដូចជា102នាក់សូមជម្រាបសួរដល់បងប្អូនអរគ្នាហើយខ្ញុំបាទឈ្មោះហេងរតនៈថ្ងៃហ្នឹងខ្ញុំសប្បាយចិត្តដែលបានចូលរួមចែករំលែកអ្វីដែលខ្ញុំបានដឹងទៅកាន់បងប្អូនដែលរកស៊ីឬក៏ធ្វើការជាមួយនឹង Google AdSense ទាំងអស់ឲ្យបានដឹងថាយើងចែករំលែកគ្នាដើម្បីឲ្យយើងទទួលបានភាពជោគជ័យជាមួយគ្នាក្នុងវិស័យអនឡាញដូច្នេះមុននឹងចាប់ផ្ដើមខ្ញុំសូមបញ្ចេញយោបល់បន្តិចថាខ្ញុំថ្ងៃនេះខ្ញុំឡើងមកហ្នឹងខ្ញុំមកនិយាយហ្នឹងមិនមែនជាការបង្រៀនខ្ញុំចង់និយាយថាមិនមែនជាការបង្រៀនដល់បងប្អូនទាំងអស់ទេព្រោះថាមានបងខ្លះក៏គាត់ចេះជាងខ្ញុំមានបងខ្លះទៀតក៏គាត់អាចរកប្រាក់ចំណូលបានរាប់ម៉ឺនរាប់ពាន់ដុល្លារក្នុងមួយខែមានបងប្អូនខ្លះទៀតគាត់ចេះជាងខ្ញុំច្រើនអញ្ចឹងខ្ញុំឡើងមួយថ្ងៃហ្នឹងខ្ញុំមិនមែនជាការបង្រៀនទេខ្ញុំគ្រាន់តែជាការចែករំលែកកលឹះឬក៏ចំណេះដឹងតិចតួចរបស់ខ្ញុំដែលខ្ញុំបានមានហ្នឹងដែលខ្ញុំបានមានទៅកាន់បងប្អូនទាំងអស់ដែលគាត់អត់ទាន់បានដឹងឬក៏បងខ្លះដែលគាត់បានដឹងហើយគាត់មានការផ្លិចផ្លាំងអញ្ចឹងខ្ញុំអាចជួយចែករំលែកបាន
ចឹងខ្ញុំចង់ជម្រាបថាជួនកាលកន្លែងខ្លះពេលដែលបងសួរមកក៏ខ្ញុំអត់ដឹងចឹងក៏ខ្ញុំសូមអភ័យទោសជាមុនត្រង់កន្លែងណាដែលខ្ញុំអត់ដឹងចឹងមុននឹងចាប់ផ្ដើមខ្ញុំសូមនិយាយអំពីប្រធានបទរបស់យើងអញ្ចឹងប្រធានបទរបស់យើងគឺគេដាក់លើហ្នឹងថាកន្លឹះ10យ៉ាងដើម្បីធ្វើឲ្យ CPC របស់យើងហ្នឹងឡើងខ្ពស់ 10 way to increase CPC increase essence CPC តាមពិតទៅកន្លឹះវាមិនមែនមានតែ10ហ្នឹងទេប៉ុន្តែគាត់ដាក់ចំណងជើងអញ្ចឹងឲ្យវាប្រមូលស្ដាប់អញ្ចឹងណាប៉ុន្តែកន្លឹះវាមានអាចច្រើនជាងហ្នឹងឬក៏អាចតិចជាងហ្នឹងមិន10ទេហើយចំពោះ10ហ្នឹងទៀតសំទោសចំពោះកន្លឹះដែលខ្ញុំលើកឡើងមកឯហ្នឹងទៀតគឺជួនកាលកន្លែងខ្លះក៏ខ្ញុំអត់ទាន់បានសាកដែរខ្ញុំគ្រាន់តែស្រាវជ្រាវចេញពីអនឡាញសួរបងអ្នកគាត់ខ្លាំងនៅក្នុងវិស័យអនឡាញនឹងខ្លះបងខ្លះក៏គាត់ប្រាប់ចេះបងខ្លះក៏គាត់ប្រាប់ចុះគាត់ខ្ញុំយកមកកំបាញ់ចូលគ្នាហើយយកមកចែករំលែកដល់បងប្អូនទាំងអស់គ្នានៅក្នុងបន្ទប់ហ្នឹងឲ្យបានដឹងអូខេអញ្ចឹងខ្ញុំសូមស្ដាប់ទី1កន្លឹះដែលធ្វើឲ្យ CPC Adsense យើងឡើងខ្ពស់គឺតាក់ទងទី1ទៅនឹង keyword នៅក្នុងអត្ថបទរបស់យើង keyword នៅក្នុងអត្ថបទរបស់យើងអាហ្នឹងជាគន្លឹះសំខាន់មែនតើ keyword នៅក្នុងអត្ថបទរបស់យើងហ្នឹងគឺយើងត្រូវរក keyword ដែលល្អឬក៏ keyword ដែលថ្លៃហ្នឹងkeyword content ហ្នឹងគឺ keyword ដែលល្អ keyword ដែលថ្លៃហ្នឹងយកមកសរសេរនៅក្នុងអត្ថបទយើងដូចជាពាក្យខ្ញុំដូចសូមលើកឧទាហរណ៍ដូចជាពាក្យ how to នេះជា keyword ដែលល្អមែនតើ how to ហ្នឹងមានដូច keyword ខ្លះទៀតដូច study education travel keyword ហ្នឹងគឺសិតជា keyword ថ្លៃឬក៏ keyword ដែលល្អណាអូខេហ្នឹងតាក់ទងទៅនឹង keyword ហើយមួយទៀតវិញគឺតាក់ទងហ្នឹងហើយដូចបងវិទ្យាគាត់និយាយអញ្ចឹង insurance travel អញ្ចឹងហ្នឹងហើយគឺជា keyword ដែលថ្លៃអញ្ចឹងចំពោះមួយចំណុចទៀតដែលធ្វើឲ្យ CPC របស់យើងឡើងខ្ពស់ហ្នឹងណាគឺតាក់ទងទៅនឹង organic traffic និយាយថា traffic ដែលគេ search ចេញមកពី Google ណាហ្នឹងក៏ជាថាធ្វើវិធីធ្វើឲ្យCPC នៅក្នុង AdSense របស់យើងឡើងខ្ពស់ដែរហើយមួយទៀតគឺតាក់ទងទៅនឹងអាយុកាលនៃ website យើងហ្នឹងគឺគេចង់សម្ដៅចាប់តាំងពីពេលយើងមិនមែនចាប់ពីពេលយើង register domain ទេណាចាប់ពីពេលយើងតម្លើង website មានន័យថាចាប់តាំងពីពេលដែលយើងតម្លើង website ដាក់ site bar ដាក់រូបភាពដាក់អីគឺគេរាប់ចាប់ពីពេលហ្នឹងមកមិនមែនចាប់ពីពេលយើងទិញ domain ទេឧទាហរណ៍ថាឥឡូវយើង domain យើង abc.com អញ្ចឹងយើងទិញកាលពី10ឆ្នាំមុនតែយើងអត់ប្រើទេយើងទៅមកប្រើឥឡូវអញ្ចឹងយើងតែពីប្រើឥឡូវគេរាប់ចាប់តាំងពីយើងប្រើមិនមែនរាប់តាំងពីយើងទិញ domain ទេណាមានបងប្អូនខ្លះគាត់ច្រឡំតែថា domain ខ្ញុំទិញយូរហើយ domain ខ្ញុំទិញ5-6ឆ្នាំហើយហេតុអីដល់ពេលខ្ញុំទៅចេះខ្ញុំទៅយកមកប្រើហេតុអីវាអត់ search ទៅវាអត់ឃើញអញ្ចឹងអាហ្នឹងខ្ញុំក៏ប្រាប់គាត់តាមនឹងទៅអញ្ចឹងបងគាត់គុំច្រឡំទៀតណាគឺវាអញ្ចឹងអាហ្នឹងហើយព្រោះថាwebsite អាយុរបស់ website យើងហ្នឹងបើសិនជា web យើងវាមានអាយុកាលច្រើនទី1វាធ្វើឲ្យ Google ហ្នឹងឆាប់ detect ឃើញនៅ website យើងមានន័យថាឆាប់ធ្វើឲ្យ website យើងស្គាល់នៅក្នុង Google ទៅពេលដែលគេ search ប៉ះពាក្យមកវិញចឹងអាចចូលទៅដល់ website យើងបានអាហ្នឹងណាហើយមួយទៀតតាក់ទងទៅនឹង head map មានបងណាស្គាល់ head map ទេមានបងណាស្គាល់ head map ទេបាទស្គាល់សូមមិនចាស់មើលអូខេជប់ចាំតិច head map HEAT MAP head map ហ្នឹងដែលភាសាDirect Victoria ស្គាល់ទេបង head map ហៅឡូអូខេ head map ហ្នឹងតាមពិតយើងធម្មតាយើងហៅថា responsive ហ្នឹងយើងហៅថា responsive ហ្នឹងអាហ្នឹងតាមពិត head map ហ្នឹងហើយ
ចឹង website យើងបើសិនជាយើងចង់ឲ្យ CPC ខ្ពស់ website យើងត្រូវតែមាន responsive ដាក់ responsive នឹងវាជាអី responsive នឹងលក្ខណៈថាជាmobile view តែគេអាចមើលក្នុងទូរស័ព្ទទៅឃើញលក្ខណៈថាវានឹងវា support ជាមួយនឹង mobile ឬក៏ tablet អីចឹងណាហើយអាហ្នឹងភាគច្រើននៅលើ WordPress មានឯ responsive ហ្នឹងលើ template របស់ WordPress ភាគច្រើននឹងតែមានហ្មង responsive តើតែមានអាហ្នឹងបានវាជួយយើងបានដែរប៉ុន្តែខ្ញុំអានេះកន្លែងហ្នឹងកន្លែងថា headmap responsive ហ្នឹងអាហ្នឹងខ្ញុំ search មកពី internet ដែរខ្ញុំ search មកពី Google ដែរខ្ញុំមិនដឹងថាវាមិនដែរហើយមួយទៀតវិញតកតងនឹងការដាក់ AdSense យើងមិនមែនចេះដាក់យើងមិនមែនចេះដាក់នេះណាយើងមិនមែនចេះដាក់ AdSense ដាក់កន្លែងនេះដាក់កន្លែងនោះបានទៅពីទេមានន័យថា Google ក៏វាអត់ចូលចិត្តឲ្យយើងដាក់ AdSense ច្រើនដែរ Google ក៏វាអត់ចូលចិត្តឲ្យយើងដាក់ AdSense ច្រើនដែរវាអាចដាក់វាចេះថាយើងល្អបំផុតយើងអាចដាក់ក្រុម3អាចដាក់តាម20ក្រុម3នោះមានខ្ញុំ send រូបទៅឲ្យមើលតិចជុំចាំតែសុំចាំតែ send រូបទៅឲ្យមើលខ្ញុំ send you អត់បានផងបងប្អូនចាអូខេបងកំសាន្តគាត់ upload ហើយអូខេជុំហ្នឹងហើយអញ្ចឹងខ្ញុំនិយាយតទៀតអញ្ចឹងយើង link មើលអា link នេះយូរអា link បងកំសាន្តគាត់ send ឲ្យហ្នឹង link Facebook ហ្នឹងមើល link ហ្នឹងទៅហើយ download រូបភាពហ្នឹងមើលម្នាក់មួយទៅអាហ្នឹងជាកន្លែងចេះថាដែលអាចឲ្យ CPC យើងឡើងខ្ពស់ណាយើងត្រូវដាក់ AdSense ឲ្យត្រូវនឹងចំណុចរបស់វាអាចខុសពីទួចអីបានមកវាខុសខ្លាំងណាព្រោះថា AdSense យើងមិនចេះអាចដាក់កន្លែងនេះទៅពីបានទេព្រោះវាក៏អត់ទៅចូលចិត្តឲ្យយើងដាក់ញ៉ៃដាក់ AdSense លើញ៉ៃដែរព្រោះវាប៉ះពាល់ដល់អ្នកមើលអញ្ចឹងណាអ្នកមើលខ្លះគេអាចនឹងស្អប់website ច្រើនដែលមាន AdSense ច្រើនណាគេស្អប់ទៅពេលអញ្ចឹងជួនកាលវាក៏អត់ឲ្យយើងដាក់ AdSense ច្រើនកន្លែងពេកដែរហើយការដាក់ AdSense ច្រើនកន្លែងហ្នឹងគឺប៉ះពាល់ដល់ Google ទៀតអញ្ចឹង Google វាទៅស្អប់មែនតើព្រោះថាបើសិនជា AdSense យើងមានគ្រប់កន្លែងអញ្ចឹងគេចូលទៅគេចឹងនឹងចំ AdSense អញ្ចឹងវានឹងអស់លុយឯងមានន័យថាអ្នក advertiser វានឹងអស់លុយច្រើនអញ្ចឹងវាអត់ចូលចិត្តដែរអញ្ចឹងបើសិនជាយល់ល្អអាចដាក់ក្រោម3មានន័យថា1 page យល់ទេយល់ពីថា1 page ដាក់ក្រោម3អត់បើយល់សូម comment ចឹងអូខេមានបងគាត់យល់ច្រើន1 page ដាក់ក្រោម3អញ្ចឹងអាហ្នឹងគឺជាកលឹះមួយទៀតក្នុងការធ្វើ CPC របស់យើងឡើងខ្ពស់អញ្ចឹងបងកំសាន្តចាំបងជួយលំអិតចែកថាបងជួយលំអិតឡើងវិញហ្នឹងអ្វីដែលនេះហ្នឹងបងជួយ save យ៉ាងកណ្ដាល note មួយណាអូខេអញ្ចឹងមួយទៀតគឺតាក់ទងនឹង location country ហ្នឹងមានន័យថាជាប្រទេសដែលគេចូលមើលនៅក្នុង website យើងតាមពិតតែអាកន្លែងហ្នឹងមានបងនឹងច្រើនមែនតើខ្ញុំបាច់តាមត្រូវខ្ញុំបាច់និយាយក៏បានដែរកន្លែង location country ហ្នឹងគឺបងគាត់ដឹងហើយថាប្រទេសណាដែលឆ្លៃប្រទេសណាដែលថោកមែនទេតែប្រទេសដែលនៅក្នុងអាស៊ីយើងប្រទេសដែលឆ្លៃគេដូចជាមានហុងកុងកូរ៉េឡូលឿយបាទលឺសូម comment ចាស់មួយអូខេអញ្ចឹងប្រទេសដែលថ្លៃជាងគេនៅក្នុងអាស៊ីភាគច្រើនដូចមានតែហុងកុងកូរ៉េថៃដូចអត់សូវដែរថៃដូចមកคลิกពី10សេនទេអត់ទេមើលទៅហ្នឹងហើយគាត់ថាខ្ញុំមិនដែរ share ថៃទេហើយពួកដែលថ្លៃជាងគេនៅពួកអឺរ៉ុបមានតែអាមេរិកហ្នឹងឯងខ្ញុំប្រាប់គាត់បាច់នេះខ្ញុំបាច់ចាស់ថាខ្ញុំអត់ប្រាប់គាត់ដឹងដែរក៏បង
ណាព្រោះថាវាល្អដល់ខំអ្នកសិននឹងបែបរបស់យើងមួយទៀតវិញគឺតទៅនឹងការដាក់ ad size ហ្នឹងវាជាទំហំនៃ ad size របស់យើងណាជាច្រើនខ្ញុំសួរបងអ្នកខ្លាំងគាត់ឲ្យ recommend មកខ្ញុំគឺដាក់ទំហំ720 គុណ90អានេះចំពោះខាងheader ណាខាង header អាច720គុណ90ហើយមានបងប្រុសម្នាក់ដូចខ្ញុំសុំលេខមកគាត់ឲ្យដាក់មកអូខេមានបងមួយនោះគាត់ឲ្យខ្ញុំដាក់មួយទៀត300គុណនឹង250អាហ្នឹងចំពោះនឹងខ្សែបាយនឹងក្នុងនេះហ្នឹងក្នុង content របស់យើងនឹងអាច300គុណ250ឬមួយក៏300គុណនឹង300យើងចឹងទៅហ្នឹងហើយព្រោះថាបើដាក់ខុសពីហ្នឹងជារួមទៅបើសិនជាមានមួយទៀតខ្ញុំភ្លេចប្រាប់តែឃើញបងខ្លះគាត់ដាក់ adsense ឲ្យធំជាង website ដើម្បីបាំងអីគេកុំឲ្យគេ click view ហ្នឹងណាមានបងខ្លះគាត់ដាក់ adsense ឲ្យធំមែនតើជាងនេះដើម្បីកុំឲ្យគេ click report បានអាហ្នឹងក៏ធ្វើឲ្យ CPC យើងធ្លាក់ដែរបើសិនជាចង់ CPC ឲ្យថ្លៃ adsense របស់យើងនឹងត្រូវឲ្យដាក់ឲ្យពេញឲ្យគេមានន័យថា visitor មើលមកត្រូវឲ្យឃើញឲ្យឃើញ advertise របស់គេនៅឲ្យពេញតែម្ដងអញ្ចឹងណាព្រោះថាគេជួយ Google ឲ្យ advertise អញ្ចឹងគេក៏ត្រូវការឲ្យពាណិជ្ជកម្មរបស់គេនោះមើលឃើញពេញដែរបើមិនជាពាណិជ្ជកម្មគេមើលអត់ឃើញពេញទេនឹងគេកាត់លុយតាមនឹងអញ្ចឹងតន់អូខេមួយទៀតវិញគឺតាក់ទងនឹងការប្រម៉ូទក្នុង Facebook ការប្រម៉ូទក្នុង Facebook វិញមានបងខ្លះគាត់ចង់ថាគាត់មួយថ្ងៃដូចថាអត្ថបទគាត់នៅក្នុង website អញ្ចឹងមាន30អត្ថបទអញ្ចឹងគាត់មួយថ្ងៃគាត់យកអត្ថបទរបស់គាត់ហ្នឹង20 10ឬក៏20អត្ថបទហ្នឹងយកទៅក្នុង Facebook គាត់ហើយតែតាមពិតអត់ទេវាធ្វើអញ្ចឹងវាធ្វើឲ្យ website យើងលក្ខណៈថា spam ខ្លាំងមានន័យថា website យើងគឺនៅក្នុង Facebook ហ្នឹងវានេះហើយវាណែណាចែកថា link នៅក្នុង Facebook យើងវាណែវាធ្វើ scam អញ្ចឹងយើងគួរតែមួយថ្ងៃយើងអាចប្រម៉ូទlink របស់យើងហ្នឹងមួយ link ឬក៏ពីរ link បានហើយមានន័យថាអត្ថបទហ្នឹងណាប្រម៉ូទយកអត្ថបទមួយអត្ថបទឬក៏ពីរអត្ថបទដើម្បីទៅធ្វើការប្រម៉ូទហ្នឹងបានហើយដើម្បីកុំឲ្យមានការ scam ពីថាការ scam ឥឡូវវាពិបាកមានដូចបងគាត់ដឹងហើយបងដឹងហើយថា Facebook ឥឡូវវាចាប់តាមធ្វើកបដាហើយនឹងវាពិបាកអញ្ចឹងហើយមួយទៀតតាក់ទងនឹងការដាក់ប្រភេទនៃ adsense មានថាប្រភេទនៃ ad មានបងណាស្គាល់ប្រភេទនៃ ad ទេមានបានប្រភេទអូខេតាមពិតខ្ញុំរលឹកទៅប្រហែលជាវីដេអូយ៉ាងឆ្លើយត្រូវខ្លាំងហ្មងអូខេមានអ្នកឆ្លើយត្រូវដែរហ្នឹងហើយអញ្ចឹងប្រភេទនៃ ad រូបad ហើយហ្នឹងមានពីរគឺមួយមាន text មួយទៀតនិងមាន image អញ្ចឹងបើសិនជាមានបងខ្លះគាត់ចូលចិត្តដាក់នេះណាគាត់ចូលចិត្តដាក់ text អ្នកខ្លះគាត់ចូលចិត្តដាក់ text មានន័យថាគាត់អត់ចង់ឲ្យ website គាត់ឃើញ advertise ហ្នឹងជាលក្ខណៈរូបភាពទេវាអត់ស្អាតអត់អីចឹងអ្នកខ្លះគាត់ចង់អ្នកខ្លះទៀតគាត់អត់ចង់ឲ្យវាចេញជាអក្សរគាត់ចង់ឲ្យវាចេញតែរូបភាពបានហើយអញ្ចឹងនិយាយរួមបើសិនជាយើងអ្នកខ្លះរើសតែអក្សរអ្នកខ្លះរើសរូបភាពហ្នឹងក៏វាកើតដែរតាមច្បាប់របស់វាវិញគឺត្រូវដាក់ទាំងរូបភាពហើយនឹងដាក់ទាំង text បងនេះលេខបងស្ដីបងអូខេអញ្ចឹងអាហ្នឹងមួយទៀតហើយមួយទៀតតកតងការដាក់ custom channel ប្រហែលមានបងខ្លះក៏ដឹងហើយបងណែគាត់នៅ Sydney ពីច្រើនគាត់ដឹងដាក់ custom channel ហ្នឹងណាដាក់ custom channel ហ្នឹងក៏ជាវិធីមួយក្នុងការជួយឲ្យយើងឡើង CPC ដែរហើយអ្វីដែលសំខាន់ហ្នឹងគឺcontent របស់យើងហ្នឹង topic តកតងនឹងអី topic ឬក៏ content ដែលអាចរកបានច្រើនជាងគេហ្នឹងទី1គឺតកតងនឹង travel ទីមួយទៀតតកតងនឹង education ការអប់រំទី3តកតងទៅនឹងសុខភាព health ណាហើយតាមដែលខ្ញុំមើលស្កាត់សម្គាល់ទៅមានតែ travel ទេដែលបានថ្លៃជាងគេ travel ហើយនឹង education ណាបានថ្លៃមែនតើតែហ្នឹងអាចថ្លៃគួរសមដែរអញ្ចឹងខ្ញុំរៀបរាប់ទី1វិញមួយទៀតគឺទី1គឺ travel education
hair dating insurance នឹង job អញ្ចឹងមានស្គាល់ travel តែទៅនឹង dating ឯងមានបងប្អូនណាស្គាល់ travel តែទៅ dating dating គឺតាមទៅពាក្យច្រើននៅស្រុកខ្មែរយើងដូចអត់ទៅនេះឯងអត់ទៅហ្នឹងហើយបងកំសាន្តគាត់និយាយថា find girlfriend find boyfriend ហ្នឹងហើយ dating អញ្ចឹងនៅស្រុកខ្មែរយើងវាវប្បធម៌អាហ្នឹងវាអត់តន់នេះវាអត់តន់ដល់ស្រុកខ្មែរយើងណាអញ្ចឹងអាហ្នឹងនៅតាមស្រុកគេ dating ហ្នឹងហើយមួយទៀតវិញខ្ញុំសូម recommend បើសិនជាចង់រក keyword ដែលល្អគឺចូលទៅក្នុង Google Planner ស្គាល់ Google Planner តាមពិតទៅខ្ញុំក៏ពិបាកក្នុងការប្រាប់ថាអានឹងវាប្រើមិនចឹងព្រោះវាជួយតែកម្មវិធីហ្នឹងវាអត់នេះវាអីទេចុះចាំតែខ្ញុំផ្សេងលេងហើយ lưới bông alo alo lên bông alo buồn ok cầm chi đấy về dương lọc mình on dù tới việc đặt luôn ấy mà đừng đặt trong việc trời ok mình dùng gì đó nè đi lại đánh nhập bằng thành phần gì đó nè ok send nó ngày send link của Planner bông công sáng send đi send này qua đây nó ngày chúng tâm tới nhóm cần lưới đến để cần lưới tầng on nó như còn đang bị bong lạc lá nào bong bận này trên khăn của luôn con ban đẹp nhóm hay nhóm research khá tiền nhóm research là hay chạy trong hay do còn lưới để nhóm lọc lạc lá nên cho màu bông xong chỗ nên tới ban chỉ còn lưới tầng on nâng tầm 7 tranh lại tới bong tầng on này còn là toàn ban đang chẳng nhóm mình tập nó chẳng có xin chỉ bong nào còn mình chia sẻ nụ ấy dừng ai tôi ca rest hand đâm bây giờ bông công sản còn tại mình thấy anh xua sầm nùa hay còn biết bong phát đại con anh chọi sầm nùa ba nó bong và rest hand đâm bây tôi ca chọi sầm nùa để khi dừng nó không chụp nước bàn xua này kia chẳng nhom xôm o con hay nhom biết tập bản năng chẳng xôm o con bong ngọc nàyបាទហ្នឹងហើយសូមអរគុណដល់ហេងរតនៈមែនទែនការឡើងវិពណ៌នានេះគឺបានបោះក្បាយមែនទែនហើយនៅអ្វីខ្លះដែលខ្ញុំអត់បានដឹងក៏ខ្ញុំបានដឹងនៅថ្ងៃនេះដែរអញ្ចឹងសូមអរគុណដល់រតនៈមែនទែនអញ្ចឹងកម្មវិធីយើងបន្តទៀតគឺបន្ទាប់ពីវាគ្មិនឡើងចែករំលែកបទពិសោធន៍ហើយគឺដល់វគ្គសួរសំណួរនិងចម្លើយឬក៏អាចចែករំលែកនៅបទពិសោធន៍ដែលអ្នកដែលចូលរួមនេះគាត់បានដឹងដែរអ
ចឹងរបៀបនៃចូលរួមគឺបងប្អូនបានដឹងហើយខ្ញុំបានជម្រាបពីដំបូងហើយគឺត្រូវចុចពាក្យថា raise hand នៅខាងស្ដាំនេះដើម្បីឲ្យខ្ញុំដឹងថាអ្នកណាចង់មានយោបល់ឬក៏មានសំណួរទៅខ្ញុំបើកមិចហ្នឹងឲ្យគាត់មានយោបល់អញ្ចឹងបងបងណាមានសំណួរឬចង់ចែករំលែកនៅបទពិសោធន៍សូមចុចពាក្យ raise hand ដែលនៅខាងស្ដាំខាងក្រោមនៃ list member សូមបងចុចពាក្យ raise hand អរគុណបងដែល raise hand ប៉ុន្តែថ្ងៃនេះយើងមានវាគ្មិនថ្ងៃនេះយើងមានអ្នកចូលរួមពិសេសគឺបងអ្នកដេកអ្នកទាំងអស់គ្នាដឹងហើយថាបងអ្នកដេកគឺជាអ្នករក essay ដែលមានបទពិសោធន៍យូរមកហើយអញ្ចឹងបងអ្នកដេកតើបងអាចមានជាយោបល់អីតាក់ទងនឹងប្រធានបទនេះបានឬក៏អត់បងបើបានបងសូមលើកដៃនៅខាងស្ដាំបងប្រធានបទគឺកន្លឹះទាំង10យ៉ាងដែលធ្វើឲ្យ CVC Google AdSense ឡើងខ្ពស់ Hello បងអ្នកដេកបងលឺបើបងលឺខមមិនពាក្យថា yes ទេបងបងមានមតិយោបល់អីតាក់ទងនឹងប្រធានបទនឹងអត់បងបើមានបងជួយឡើងនិយាយមួយម៉ាត់ពីរបាទឥឡូវអត់អីបងឥឡូវយើងបដូរកម្មវិធីឲ្យអ្នកដែលចូលរួមគាត់សួរសំណួរសិនសួរជាសំណួរមានយោបល់អីសំណួរតាក់ទងនឹងបងរតនៈដែលនិយាយមិញសូមលើកដៃឥឡូវខ្ញុំបើកឲ្យបងនិយាយបន្តទៀតចាំយើងស្វាគមន៍បងនេះដេកស្រាជាថ្មីឲ្យគាត់រៀបចំសិនបាទសំទោសឥឡូវខ្ញុំផ្ដល់ឱកាសអូបងអ្នកដេកចង់មានយោបល់បាទឥឡូវខ្ញុំបើកឲ្យបងអ្នកដេកនិយាយបងអ្នកដេកសូមចុចពាក្យ mic on ដែលនៅខាងក្រោមនៃឆាតវាមានពាក្យថាbutton hold to talk អាហ្នឹងមានចំណុចទូចមួយបងអាចចុចពាក្យលុក mic on ណាបងបាទអរគុណសួស្តីអ្នកនរគ្នាឬអត់គឺខ្ញុំនិយាយអរគុណច្រើនខ្ញុំលបងកំសាន្តមើលបកែដុកមកគេមិនបានត្រៀមផងតែនិយាយផងស្ដាប់ទៅជួយបញ្ចេញយោបល់ខ្លះទៅជាបាត់ how to get high CPC យើងបាត់ខ្ញុំបែរចូលមកក្រោយទេតែជាស្ដាប់បានច្រើនដែរដល់មកដល់ស្ដាប់ដល់យើងទៅ9ដែរប៉ុន្តែខ្ញុំមិនបានត្រៀមអីប៉ុន្តែខ្ញុំព្យាយាមតែមានបទពិសោធន៍តិចតួចហើយខ្ញុំក៏មិនជាមនុស្សដែលដំបូងកលឹះអីដូចគេថាដែរតែចែកតិចតួចអញ្ចឹងណាខ្ញុំមិនដឹងថាលបងរតនៈហ្នឹងខ្ញុំនិយាយច្រើនហើយទេទៅព្រោះខ្ញុំមកស្ដាប់ចិត្តចាប់ទៅហើយដោយសារ level testable អីតិចតួចណាចឹងហើយនិយាយទៅអាចជន់ខ្លះចឹងជន់កុំប្រកាន់ព្រោះយើងស្ដាប់បានតាមខ្ញុំដូចជាលោកបងដើម្បីឲ្យយើងបាទដើម្បី increase CPC ណាអ្វីដែលខាងខ្ញុំតែធ្វើអ្វីដែលខ្ញុំតែ recommend ប៉ុន្តែជន់អ្វីដែលដំបងទស្សនៈនិយាយទេអត់ដឹងហើយពីច្រើនគឺយើងអាចដឹងហើយទី1បញ្ហាប្រទេសខាងខ្ញុំគឺ focus លើប្រទេសច្រើនប្រទេសខ្ញុំអត់សូវអត្ថបទវាជារឿងមួយល្អប៉ុន្តែប្រទេសក៏ជារឿងមួយសំខាន់ដែរយើងអាចចម្រាញ់យកប្រទេសដែលល្អតែដែលល្អដូចជាយើងដឹងហើយពួកអាមេរិកអូស្ត្រាលីអីមិនងាយមើលអីទៅដាស់ទេអញ្ចឹងគឺប្រទេសដែលខ្លាយអីចឹងមិនងាយមើលអីទៅដាស់អញ្ចឹងយើងព្យាយាមរកធានបတ်ណាដែលគេទៅគិតមើលអញ្ចឹងនៅក្នុងប្រទេសពួកហ្នឹងគឺមានប្រជាជនច្រើនប្រភេទមានប្រភេទដូចជាបាត់មេដូចជាយើងនិយាយថាអាចទៅប្រើកុំព្យូទ័របានចាប់ពីវ័យ15ឆ្នាំទៅចុះប្រើ iPad អីណាព្រោះយើងនឹងស្រាប់ហើយឲ្យក្មេងនៅស្រុកគេមានការជំនួយពីយើង5ឆ្នាំ10ឆ្នាំអីគឺមាន iPad ប្រើអញ្ចឹងយើងអាចបែងចែកប្រភេទប្រជាជនដែលនៅតាមប្រទេសហ្នឹងទី1យើងមានកូនក្មេងទី2យើងមានយុវជនទី3យុវជនយុវនារីហ្នឹងគឺសំដៅលើវ័យពីឥឡូវខ្ញុំបែងចែកជាអាយុហ្នឹងស្រួលយើងបែងចែកវ័យដែលពី10ពី
5ទៅ13ឆ្នាំវ័យហ្នឹងគេឲ្យឈ្មោះថាកុកក្មេងពី3ទៅ15ឆ្នាំទៀតទៅព្រោះតមកពី15ទៅ22ឆ្នាំគេឲ្យឈ្មោះថាជាយុវវ័យនេះការបែងចែករបស់ខ្ញុំណាគេឲ្យខុសពីការបែងចែករបស់គេចឹងយើងឲ្យចឹងចំណងចំណូលចិត្តចឹងវ័យនីមួយៗតែមានចំណងចំណូលចិត្តផ្សេងៗគ្នាអញ្ចឹងបើសិនជាយើងត្រៀមអត្ថបទត្រៀមអីគឺតម្រូវតាមវ័យគឺល្អតម្រូវយើងត្រៀមយើងធានបទទៅមើលអ្វីដែលគេមើលអញ្ចឹងអ្វីដែលគេមើលសម្រាប់យើងរៀបចំវេបសាយយើងក៏ពិតមានវិសាស្ត្រច្រើនណាស់ប៉ុន្តែវិសាស្ត្រមួយដែលខ្ញុំគិតថាមានសិទ្ធិភាពគឺយើងអាចផ្ដោតលើជាជនចំណងជួនចិត្តអត់ជាជនព្រោះអីខ្មែរយើងដឹងស្រាប់ហើយខ្មែរយើងពីច្រើននិយម share តែសម្រាប់តែមនុស្សធំហើយក៏អាចក្មេងមួយដែរប៉ុន្តែតាមខ្ញុំធ្លាប់ដឹងមានក្មេងតែក្មេងស្រុកគេខ្ញុំអាចធ្វើបញ្ចាំងពីក្មួយខ្ញុំណានៅប្រពន្ធអនក៏មានអីធ្វើដែរគឺក្មួយអាយុ3 4 5ឆ្នាំ8ឆ្នាំអីក៏អត់មានអីមើលក៏តែចិត្តបើកយក iPad មកចុចនេះចុចនោះចុចនេះចុចនោះអញ្ចឹងមិនថាក្មេងថាចាស់ទៅឲ្យតែមាន IP មួយក៏មានទីតាំងនៅប្រទេសអាមេរិកឲ្យគេចុចប៉ះ Action យើងគឺគេគឺ Google គេយើងព្រោះ Google អត់បានមើលណាគេអ្នកចុចទេអញ្ចឹងឲ្យតែអ្នកនៅប្រទេសហ្នឹងចុចប៉ះ Action យើងគឺយើងអាចទទួលបានលុយញ៉ាំបានត្រៀមទៅអត់បានរៀបចំចំណុចតទេសូមបង្កើនប្រកាន់នេះហើយអញ្ចឹងយើងព្យាយាមគិតមើលហើយតម្រូវឲ្យក្មេងហ្នឹងគឺចិត្តកំសាន្តការកំសាន្តច្រើនគឺកំសាន្តអេសិនជាដើមណាទស្សនៈផលនេះទៅដែរអញ្ចឹងយើងអាចធ្វើតម្រូវហើយយើងស៊ីមកទៀតព្រោះអត់បានព្រៀងអញ្ចឹងយើងអាចមិនប្រកាសថាយើងធ្វើសម្រាប់នៅធំទេយើងអាចធ្វើសម្រាប់ក្មេងដែលយើងអត់ចង់ដែលយើង share ឲ្យពួកគាត់មើលផងដែរព្រោះពួកគាត់ក៏ជាប្រើ Facebook ដែរអីអញ្ចឹងគាត់អាចមើលទៅវិញយើង share អូខេអត់បានព្រៀងអញ្ចឹងថៃប៉ុណ្ណឹងសិនហើយកុំឲ្យគេមានឱកាសធ្វើពេញទឹកដៃច្រើនអូខេអញ្ចឹងសូមប៉ុណ្ណឹងសិនបាទបាទណាអរគុណច្រើនបងនេះដេកអូប៉ុណ្ណឹងក៏ពិសេសដែរសម្រាប់ពួកខ្ញុំព្រោះខ្ញុំអត់ដែលដឹងអារឿង favorite people នឹងដែរតែពិតដឹងប៉ុន្តែបងឯងនិយាយចឹងមកក៏ដូចតែបញ្ញាអារម្មណ៍មួយដែរអាហ្នឹងក៏ល្អដែរដូចតែក្មេងចឹងយើងអាច share ជាតុក្កតាអីចឹងក៏បានព្រោះវាចូលចិត្តមើលណាអាហ្នឹងក៏ចំណុចមួយល្អដែរអរគុណច្រើនប៉ុណ្ណឹងក៏ទទួលយកបានដែរបងអរគុណហើយឥឡូវខ្ញុំសូមចូលកម្មវិធីបន្តទៀតផ្ដល់សំណួរចម្លើយឲ្យអ្នកដែលគាត់ចង់សួរអញ្ចឹងសូមបងសាក់អង្គរនេះសាក់អង្គរដែលគាត់លើកដៃមុនគេឲ្យយូរហើយឥឡូវបងឡើងមានជាសំណួរឬចែករំលែកមកបងបងឥឡូវនិយាយសួរឥឡូវដើម្បីកុំឲ្យខាតឥឡូវខ្ញុំសូមចូលបងម្នាក់ទៀតសិនណាបងផានិតសូមឡើងមានសំណួរចុះបងឥឡូវមកជួយបងបាទអរគុណណាស់បងសម្រាប់ការបកស្រាយរបស់បងហើយថ្ងៃដែរខ្ញុំមានអ្វីដែលបងបាននិយាយទៅខ្ញុំពិចារណាខ្ញុំទទួលបានហើយខ្ញុំក៏មានកំណត់ត្រង់ចំណុចទី10តែបងថាប្រើ custom channel តោះឡើយនេះខ្ញុំអត់ទាន់ខ្ញុំអត់ដឹងថាអីជា custom channel បងសូមអត់ទៅបងសូមបងមកជួយនិយាយខ្ញុំឲ្យទៅបានអត់បងអរគុណច្រើនបង
បាទអរគុណច្រើនបងផានិតហ្នឹងហើយសំណួរគាត់ចង់សួរតាក់ទងនឹងចំណុចទី10ដែលបងរតនៈគាត់បានលើកមកចែករំលែកគឺ custom domain គាត់ចង់សួរទៅ custom domain ហ្នឹងយ៉ាងម៉េចដែរបងរតនៈសូមការពារសំណួរបងបាទហៅឡូសួស្តីបងប្អូនគ្នាហៅឡូអូខេចឹងបងហ៊ុនសានមិនមែន custom channel ទេបងគឺ custom សំដៅមិន custom domain ទេ custom channel អូខេចឹងតាមពិតទៅខ្ញុំសូមនិយាយថងមកគ្នាយើងព្រោះថាកលឹះរបស់ custom channel ហ្នឹងគឺខ្ញុំធ្លាប់សារដែរប៉ុន្តែកាលហ្នឹងខ្ញុំមិនដឹងថាវាជាអីទេតែគាត់ថាខ្ញុំធ្លាប់សារឲ្យវាពិតជាមានប្រសិទ្ធភាពមែនអញ្ចឹងបើមិនជាចង់ដឹងថា custom channel នេះជាអីខ្ញុំសូមអញ្ជើញបងនេះដេកដើម្បីបងជួយបងភ្លឺនេះបានទេបងព្រោះបងជំនាញខាងហ្នឹងហ៎បងព្រោះបងធ្លាប់ប្រើអាហ្នឹងច្រើនអញ្ចឹងអាចជួយខ្ញុំបានទេបងខ្ញុំនេះដេកបងតាមបានត្រៀមហើយគេតែហៅcustom channel វាចង់ទៅដែរនេះតែយើងតែបង្កើត custom channel ក៏ប៉ុន្តែ custom channel មានមុខនីតិធ្វើអីដូចជាខ្ញុំអត់ច្បាស់ដែរអូខេតាមខ្ញុំធ្លាប់មើលប្រមួយ custom channel អាចជួយយើងឲ្យយើងនិយាយរៀបចំ app នេះវាតាមក្រុមវាណាឧទាហរណ៍យើង add មក add ឈ្មោះ adsense ច្រើនអាចដាក់ custom channel ដូចគ្នាតែសូមជំរាបហ្នឹងគឺថាខ្ញុំមិនបានចាប់អារម្មណ៍ច្រើនដែរព្រោះចាំតែបង្កើតទៅខ្ញុំគិត custom channel ទៅច្រើន add មួយខ្ញុំដាក់ custom channel ផ្សេងគ្នា add មួយ custom channel ផ្សេងគ្នានេះបងវាយតែបកស្រាយវិញទេអូខេអញ្ចឹងបែបនេះថាមានអីចាស់ក៏ក្រាំងអានេះទៅចង់ស្ដាប់ណាគឺក៏បានត្រៀមបលអីច្រើនអូខេ sorry បងណាបាយបានហ្នឹងអរគុណច្រើនបងនេះដេកអត់អីទេព្រោះគាត់អត់បានត្រៀមអត់អីអរគុណបងច្រើនឥឡូវយើងចូលមកសំណួរទៀតបងហេង V1 គាត់មានលើកដៃគាត់មានសំណួរអញ្ចឹងបងឡើងឆ្លើយសួរសំណួរមកបងបងហេង V1 ចង់សួរសំណួរបងដឹងចុចកន្លែងតារាបងចុចកន្លែងនេះខាងក្រោមនេះមានពាក្យថា hold to talk បងចុចកន្លែងហ្នឹងចំណុចទូចមួយវាមានពាក្យថា look mic on អ្នកនរគ្នាដែលចង់សួរចុចកន្លែងពាក្យ look mic on ចង់អរគុណច្រើនបងសូមទោសដើម្បីកុំឲ្យខាត់ពេកខ្ញុំសូមទៅម្នាក់ទៀតបងចង់សួរសូមលើកដៃម្ដងទៀតឥឡូវសូមឲ្យបងtrade beach នេះឥឡូវបងចង់មានសំណួរខ្ញុំបើកមិចឲ្យបងឆ្លាក់សួរជាសំណួរណាអរគុណច្រើនបងអូខេឥឡូវដូចអត់ឃើញថាគាត់ឡើងសួរទេអញ្ចឹងសូមបងដែលចង់សួរសូមត្រៀមចុចកន្លែងមិចរកឲ្យឃើញហើយដើម្បីពេលសួរកុំឲ្យពិបាកយើងរកណា
chẳng ở đây nhom xôm to từ một tiết bong sặc ăn có bong trong xua sầm nua mày này bò trong xua bong cho chạy về lấy nhom có đọc cả bong nẹt đây lực rai sen bong trong miền dụ bong mày này bong chẳng bong cầm bắn bị thời gian hả bong alo bong nẹt đấy cầm bắn bị thời gian bong khe lớp ok bạn bong nẹt đây là gì vậy bong Hello, đấy. Bong cũng xây ra được phim ở nhung tây rồi đời từng sao mấy thà nhung các bạn riêng ở đây làm đấy. Nhung trang rồi trang xua bong đặt là đấy là chúng này cái con ban giấy cái class ban giấy hai sản phẩm nhung đặt ban đấy thành khỏi xong rồi còn rồi là cô là chúng này mua cái dùng phi cái đấy mà rồi nhưng mà cái xong tôi không phải là ai cũng lực về cái này ok lưu ấn ok trong một con được là tôi dùng lực làm mắt play để bây giờ là cái này xong mà con hay sẽ đo là cái tam được đi đây bạt xong một con mà trong bong ra tận xông chui lang rùng lực tầm mình tích của ba này bong đấy ở con thay dương ơi nè là tay còn xua tiền vào ok con bong đồng san con bong đẹp đẹp cho nó thì muối nó người nhung chân dễ cứ để tôi nên keyword nó không content bao giờ bong cứ keyword nằm bay vô từ cà phê ở tập bọn thì vì mấy cứ để tôi nên organic traffic bên ha trafficដែលល្អtraffic ដែលគេឃើញពី Google មកណាមួយទៀតគឺតកតងនឹងអាយុនៃ website របស់យើងហើយមួយទៀតវិញគឺតកតងនឹង head map website ដែល website យើងត្រូវដាក់ action នឹងឲ្យចំកន្លែងល្អណាដាក់ចំនិយាយទៅឲ្យយើងចេះដាក់ ad ឲ្យតកតងនឹងមាន responsive website យើងត្រូវ responsive មួយទៀតតកតងទៅនឹងlocation country តាមប្រទេសនេះបានប្រទេសតែដល់អឺរ៉ុបបានថ្លៃអាស៊ីបានពីចំទៅតែទៅប្រទេសហើយមួយទៀតវិញខ្ញុំនិយាយអំពីad site ហ្នឹងsiteថាតើad របស់យើងនឹងត្រូវដាក់ទំហំមិនបានដើម្បីឲ្យដើម្បីឲ្យ visitor គេចូលមើលទៅបានឃើញល្អបានអីចឹងវាឲ្យ TC តាមទៅហើយមួយទៀតតទៅនឹងការប្រម៉ូទហ្នឹងគឺយើងប្រម៉ូទគុំមានន័យថាគុំឲ្យ spam នៅក្នុង Facebook អីផងណាយើងប្រម៉ូទមក spam Facebook អីផងយើងប្រម៉ូទមួយថ្ងៃតែមួយ link ឬក៏ពីរ link អីចឹងណាបងតែទៅនឹងផងណាមួយថ្ងៃមកប៉ុស្តពីរផងនៅក្នុង WordPress ហើយមួយទៀតវិញគឺតទៅនឹងយើងដាក់ad tag មានជា image មាន text អីចឹងណាថា tag នៃ AdSense គឺ tag នៃ ad ហ្នឹងគឺវាមានពីរមួយគឺ text និងមួយគឺ image ចឹងខ្ញុំនិយាយយ៉ាងไรហ្នឹងហើយមួយទៀតវិញគឺ custom channel មុនហ្នឹងហើយមួយទៀតគឺចាក់ទៅនឹង content យើងបាន content ចែកថា content អត្ថបទអី travel education health insurance dating ឬក៏ job អីចឹងទៅហ្នឹងហើយចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបងរតនៈសម្រាប់ការរំលឹកនេះឥឡូវបងណាដែលមានសំណួរសូមចុចពាក្យ raise hand បងដើម្បីខ្ញុំបញ្ជាក់ថាណាមានសំណួរម្ដងទៀតបងអ្នកណាមានសំណួរចុចពាក្យ raise hand នៅខាងស្ដាំអូខេបង Mark ឥឡូវបង Mark ចង់មានសំណួរឥឡូវបងឡើងសួរជាសំណួរចុះបង Ồ bong map này chỉ còn rọc lại chốt mấy khơi bong bong trong ní bong ai chốt việc
ចុច control ក៏បានដែរ control ឬក៏កន្លែងចំណុចទូចខាងក្រោមនេះបងអាចសួរបានណាអញ្ចឹងចាំបង reset ម្ដងទៀតឥឡូវខ្ញុំផ្ដល់ឱកាសឲ្យបង hello សៀមរាបសិនដើម្បីកុំឲ្យខាតពេលបង hello សៀមរាបឡើងមានជាសំណួរចោះបងបាទអរគុណស្រីបងនេះឮសម្លេងអូខេខ្ញុំចង់សួរបងមួយអតិថិជននឹងអត្ថបទណាcontent យើងបើសិនណាបើលើកតិចពេកលើកខ្លាំងណាស់កុំព្យូទ័រខ្ញុំអត់សូវស្រួលទៅទៅនឹង content បើសិនបើ content យើងរីរាយអញ្ចឹងហើយល្អដែរទេបើសិនជាយើងទិញគេអាចយើងទិញតាមណាដែលមានcontent ល្អហើយទទួលបានkeyword ខ្ពស់ថ្លៃគេទៅនឹង content របស់ជួយលើកឡើងកន្លែង content ហ្នឹងព្រោះខ្ញុំអត់ឃើញច្បាស់កន្លែង content សូមអរគុណមកបាទអរគុណបង hello សៀមរាបបាទសំណួររបស់បងគឺគាត់ទី1គាត់ចង់និយាយថាចេះតើ content រីរាយហ្នឹងយើងអាចយកដាក់នៅលើ AdSense បានអត់មានន័យថា spin ជួនកាលគេអាច spin អត្ថបទណាតើអាហ្នឹងអាចប្រើមួយ AdSense វាល្អអត់វាអាច disable អត់ឬក៏វាអាច CPC ហ្នឹងហើយអត់បាទហ្នឹងសំណួរទី1ហើយសំណួរទី2របស់គាត់គឺចង់និយាយថាបើសិនជាវាមិនល្អទេតើត្រូវទិញ content ហ្នឹងតាមណាហើយទិញរបៀបណាដែលទើបអាចបានជា content ដែលគេហៅ original content ណា original content ដែល content ដែលទៅសេដោយផ្ទាល់ដៃម្ដងហ្នឹងហើយអរគុណច្រើនបងរតនាអាចឆ្លើយបានទេបងអាចបានបងសូមឡើងឆ្លើយចុះបងអរគុណបាទអរគុណដល់ពីល្អមែនទែនខ្ញុំតាមពិតខ្ញុំមុនហ្នឹងក៏ចង់និយាយតើតើណាទិញ content ដែរប៉ុន្តែយកឡូមានបងណាលឺទេអូខេឥឡូវអូខេខ្ញុំសូមនិយាយម្ដងទៀតអញ្ចឹងអរគុណដល់សំណួរបងសំណួរគាត់សួរល្អអញ្ចឹងខ្ញុំចង់និយាយថាសំណួរបងមិញខ្ញុំគាត់សួរថាតើ content រីរាយនឹងយកមកប្រើបានល្អអត់ content ដែលគេ spin ហ្នឹងណាអូខេអញ្ចឹងខ្ញុំសូមឆ្លើយទៅវិញចេះថា content ដែលគេ spin ហ្នឹងយើងអាច check នៅក្នុង small SEO tool ហ្នឹងណាបើសិនជាអាចធ្វើ 90% ឡើងគឺអូខេប៉ុន្តែយើងសូមព្យាយាមយកបាន 100% ប៉ុន្តែអ្វីដែលសំខាន់អា spin ហ្នឹងគឺវាគ្រាន់តែជាផុតវាគ្រាន់តែជាផុតមិនវាគ្រាន់តែជាផុតពីការ ban របស់ Google ទេវាអាចជាផុតបានព្រោះខ្ញុំតាំងពីដើមមកក៏ខ្ញុំមិនសូវទិញ content ដែរខ្ញុំ spin ដូចតែគេវាឯងដែរទេតែថាយើងអាចយកទៅ check នៅក្នុង small SEO tool ហ្នឹងចឹងហើយវាបានធ្វើ 90% ឯឡើងយើងយកចុះហើយប៉ុន្តែអ្វីដែលសំខាន់គឺវា CPC ក៏វាតាមនឹងដែរគឺវាអត់ចាក់ទៅអត់ល្អទេព្រោះវាអាណដាច់ដល់វាអាណដាច់ទេ content ដែល spin ហ្នឹងតែខ្លះក៏អានដាច់តែខ្លះក៏អានអត់ដាច់ចឹងទៅវាគ្រាន់តែជាផុតដូចខ្ញុំចំណងទៀតវាគ្រាន់តែជាផុតពីការ ban របស់ AdSense តែមួយទៀតខ្ញុំសូមនេះខ្ញុំសូម recommend ណាកុំព្យាយាមspin 2 ដងអូខេមានបងខ្លះទៀតគាត់មានបងណាខ្លះគាត់ spin 2 ដងខ្លះលើដៃទៀតមានដែរមានបងណាខ្លះគាត់ spin content 2 ដងសុំអូខេបងកុំព្យាយាម spin content 2 ដងណាមានន័យថាយើងយក content ពីរបស់គេយក content ដើមរបស់គេហ្នឹងយកទៅដាក់នៅក្នុង website spin មួយតង់ដូចឥឡូវ best spinner អញ្ចឹងយកដាក់នៅក្នុង best spinner មួយតង់ហើយយកទៅដាក់នៅក្នុង website ផ្សេងទៀតហ្នឹងមួយតង់ទៀតអញ្ចឹងកុំព្រោះថាដល់យើង spin 2 ដងអញ្ចឹងអាហ្នឹងវាទៅជាពលអានលេងដាច់ហើយអាហ្នឹងវាទោះបីជាយើង check នៅក្នុងsmall SEO ហ្នឹងវាឃើញ 100% ក៏ពិតមែនប៉ុន្តែវាចេះថា quality របស់វាតម្លៃរបស់វាគឺអន់មែនតើអញ្ចឹងណាអន់ជាង 1% ទៀត
កុំព្យាយាមអីហើយកញ្ជឿហ្នឹងខ្ញុំសួរពីអ្នកខ្លាំងគាត់ដែរខ្ញុំសួរពីបងស៊ីណា SEO ដែរគាត់ប្រាប់ខ្ញុំតែចឹងដែរកុំព្យាយាម spin ពីដងអូខេអញ្ចឹងអាហ្នឹងចាក់ទៅនឹងការ spin ឬការ retry ហ្នឹងវាអញ្ចឹងវាអាចជាផុតបានប៉ុន្តែ CPC វាទីណាស់ CPC វាអាចមកល្មមដែរយើងអាចធ្វើ SEO tool បន្ថែមទៀតទៅលើអាហ្នឹងហើយចាក់ទៅនឹងបងគាត់ថាទិញបើសិនជាយើងហើយយើងចង់ទិញ content ទិញតាមណាដើម្បីឲ្យវាល្អហើយដើម្បីឲ្យវាថាវាយកវាបាន content ដែលល្អហើយ content ដែលថ្លៃណាគឺខ្ញុំសូមណែនាំ website មួយឈ្មោះiwriter.com នឹងហើយបងហេងសាស៊ូនេះគាត់ប្រកែផ្សេងអូខេចោះគាត់ programmer ខ្លាំងបើសិនជាបងណាដែលគាត់ចាក់អង់គ្លេសខ្លាំងណាជា grammar ខ្លាំងដាក់ខ្លួនឯងដឹងតែអែមហ្មងហ្នឹងហើយអញ្ចឹងបើសិនជាបងណាគាត់ខ្ជិលទេគាត់ប្រើ iwriter.com ទៅអាហ្នឹងគឺ iwriter.com ហ្នឹងវាមនុស្សសរសេរវាជាមនុស្សសរសេរវាមិនមែនជាម៉ាស៊ីនមកសរសេរឲ្យយើងទៀតណាវាជាមនុស្សសរសេរហើយយើងអាចរើស keyword យើងអាច keyword របស់យើងណា keyword ដែលល្អយើងទៅឲ្យវាសរសេរបានហ្នឹងអញ្ចឹងហើយអត្ថបទរបស់វាដូចជាអត្ថបទដូចជាមករៀលកន្លែងទេហ្នឹងហើយបង sky icon បងអត្ថបទដូចជាមករៀលកន្លែងហ្នឹងហើយមករៀល25អូខេអញ្ចឹងខ្ញុំចំណុចមានប៉ុណ្ណឹងហើយមួយទៀតខ្ញុំខ្ញុំសូមរក link មួយទៀតដែលគេលក់ content ហ្នឹងណាអាចចាំខ្ញុំតិចបានទេអូខេឥឡូវចេះវិញព្រោះខ្ញុំប្រូខ្ញុំមាន link មួយទៀតដែលគេលក់ content ហ្នឹងណាខ្ញុំធ្លាប់ទិញ content ពីគេ4 content 5រៀលខ្ញុំធ្លាប់ទិញពីគេ4 content 5រៀលហើយ500ពាក្យឥឡូវអញ្ចឹងដោយសារតែខ្ញុំរក review អញ្ចឹងខ្ញុំសូមឲ្យបងគាត់កំសាន្តគាត់និយាយទៅនៅពេលដែលខ្ញុំរកឃើញខ្ញុំ send link ទៅឲ្យខ្ញុំ send link ឲ្យបងកំសាន្តហើយបងកំសាន្ត send តទៀតអូខេអញ្ចឹងខ្ញុំសូមតាំងហ្នឹងបាទអរគុណហេងរតនៈហ្នឹងហើយលីងហ្នឹងចាំលើក្រោយបងផ្ញើក៏បានដែរឥឡូវខ្ញុំសូមឲ្យបងម៉ាកគាត់ឡើងសួរសំណួរសិនគាត់លើកដៃហើយគាត់ថាចង់មានសំណួរអញ្ចឹងបងម៉ាកត្រៀមមិចហើយសូមចុចមិចដើម្បីឡើងនិយាយបងអរគុណអូខេហ្នឹងហើយបងម៉ាកផ្ដល់ឱកាសឲ្យបង2ដងតែបងចុចកន្លែងមិចនិយាយបានអញ្ចឹងបងទៅរៀបចំមិចសិនណាបងណាឥឡូវខ្ញុំផ្ដល់ឱកាសឲ្យបងមួយទៀត Trader Beach បង Trader Beach មានសំណួរចង់សួរមែនទេបើមានបងចុចពាក្យថា yes សរសេរពាក្យថា yes បងអូខេឥឡូវបងឡើងនិយាយចុះបងអូអត់ដឹងថាម៉េចទេនេះមិនដឹងតែគាត់រកកន្លែងចុចមិនអត់ឃើញឬក៏គាត់អត់ដឹងថាមានសំណួរអីឥឡូវខ្ញុំសូមផ្ដល់ឱកាសបងម្នាក់ទៀតឈ្មោះខេមម៉ាន់ឋានានេះឥឡូវបងឡើងនិយាយចុះបងបងដែលចង់ឡើងនិយាយសូមចុច control ឲ្យចប់ក៏បានដែរបើបងរកអត់ឃើញឬមួយចុចចំណុចទូចនៅខាងក្រោម message ហើយវាមានពាក្យ look mic on នៅកន្លែងនៅចិត្តប៊ីតុង hold to talk បាទបងណាចង់ឡើងនិយាយសូមចុច look mic on ដើម្បីសួរបង
ok là bong ra tận là bật to cho bong បាទអូខេសួស្តីបងប្អូនគ្នាបងមិនថាខ្ញុំឃើញគាត់កម្មវិធីមួយឈ្មោះ article ពូទីនឹងហើយតាមខ្ញុំដឹងអាហ្នឹងជាកម្មវិធីមួយដែលទាញCC caption របស់ YouTube ហ្នឹងយកមកធ្វើជាលក្ខណៈថាជា content អ្វីដែលសំខាន់ប្រធានបទយើងឯហ្នឹងតាក់ទងនឹងថាធ្វើម៉េចដើម្បីឲ្យយើងមាន CPC ថ្លៃអញ្ចឹងដើម្បីឲ្យមាន CPC ថ្លៃដូចខ្ញុំនិយាយតាំងដើមហ្នឹងថាត្រូវតែ content របស់យើងនឹងឲ្យល្អតិចឲ្យល្អអញ្ចឹងណាមាន grammar មានអីត្រឹមត្រូវតែបើតាមខ្ញុំគិតមើលទៅ article body ហ្នឹងវាជាទាញ caption របស់ YouTube នឹងមកចឹងកាគេទៅសេឲ្យរួចផុតពីដៃដើម្បីមើលយល់អីចឹងណាអញ្ចឹងក៏ខ្ញុំខ្ញុំនិយាយថាសម្រាប់ថាកម្មវិធីហ្នឹងវាមិនដែរប៉ុន្តែបើតាមបងមើលបងគិតថាបងប្រើស្រួលបងអាចជួយផ្ដល់ជាមតិយោបល់តិចមកថាកម្មវិធីហ្នឹងបងប្រើទៅការ click ហ្នឹងវាបានប៉ុណ្ណាដែរហើយបានប៉ុណ្ណាដែរហើយបងមានចេះថាហេតុផលអីដើម្បីប្រើកម្មវិធីហ្នឹងហើយមានលក្ខណៈថាជាផុសតាំងតិចណាថាកម្មវិធីហ្នឹងបានថ្លៃមែនអត់អីចឹងណាបងអាចឡើងមកនិយាយបានទេអញ្ចឹងបងកំសាន្តជួយបើកមិញឲ្យគាត់តិចមកបងបាទនឹងអរគុណរតនៈនឹងអញ្ចឹងនឹងឲ្យសូមជម្រាបសួរបងវ៉ាន់ថាបងអាចឡើងនិយាយបន្តិចបានទេទៅតង article better ហ្នឹងព្រោះខ្ញុំចង់ដឹងអាហ្នឹងដែរថាបងបាត់ពិសោធន៍បងប្រើរដងវាមិនដែរល្អឬក៏អត់អញ្ចឹងណាបងអញ្ចឹងខ្ញុំបើកមិនឲ្យបងនិយាយបងសូមជួយឡើងមានយោបល់បន្តិចមកបងអាឡូបងវត្តថាបងអាចជួយមានយោបល់បន្តិចបានទេបងបើមានបងសូមជួយខមមិនថា yes តិចមកបងអូខេឥឡូវខ្ញុំដាក់មិចចុះបងជួយនិយាយមកបងណាអាឡូបងមិនថាបងអាចនិយាយបានអត់បងបងរកមិនឃើញចុចឃើញទេបងព្រោះខ្ញុំអត់ដឹងមិនដែរតែវាបើកមិនឲ្យបងនិយាយអត់កើតណាបងចុចមិនបានតែបងអាចចុចមិនបានខមមិនតែយេខ្ញុំដាក់មិនចុះយូរប៉ុន្តែអត់ដឹងមិនដូចបងដូចបើកអត់កើតឥឡូវខ្ញុំដាក់មិនចុះបងអរគុណណ៎អូខេសុំទោសបងវណ្ណថាអត់ដឹងមិនបងចុចអត់កើតណាមានបងណាត្រូវការឡើងនិយាយសុំលើកចុចពាក្យ raise hand ហ្មងអូខេបងអ្នកដេកត្រូវការចេញវិវល់ឲ្យបងបាទឥឡូវបងឡើងនិយាយយកបងខ្ញុំដាក់មិចចុះបងតែរឿង stream
vậy nên spin là bắt nhưng miền chạy cần sập mũi sập chạy này tí vậy spin là bắt miền chúng ta với mong có chán ai tới đằng tại ông người chỉ nói ai chẳng spin được cho bong công sản tha spin tràn đòn bong là tận tha công spin tràn đòn p chơi mà rồi phần tay là xong recommend bật thái là tam thì sạch mũi khi những ai spin thì mấy cái mọi chuyện bị rải nhưng ai spin còn làm đòn phần tay nhưng bây ở cái ai mơ cần thân dân tha khi cần thân đó cho nên là ai cần thân là ca cái mình đôi cần thân sẽ tái lên phần tay và cái ai ra cả cứ nhưng từ ca vừa ở cần thân nó từ tam bị còในក្នុងដើម្បីយើងស្គីងហើយខ្ញុំសូមបង្ហាញទៅទី1spin ហើយទី2យើងចូលទៅក្នុង word យើង copy អត្ថបទ spin ហើយយើងចូលទៅក្នុង word យើង check grammar យើង copy អត្ថបទយើងដែល spin ហើយហ្នឹងrồi យើង spin ជាច្រើនត្រឡប់មានច្រើនរត់ spin ទៅមិនដាច់ copyright យកហើយយើងដាក់ក្នុង Word តមកយើង control A វាហើយយើងយកពាក្យ view ដូចយើងមាន spell grammar ជាមួយយើងមើលនៅ view ចុច review review ទេចិត្ត review ហ្នឹងមានក្នុង menu ហ្នឹងមាន home design insert អី page layout អីក្នុង menu ហ្នឹងគឺវាមានពាក្យ review កន្លែង review ហ្នឹង menu review ហ្នឹងវាមាន spelling and grammar អូខេអញ្ចឹងទោះជាពាក្យយើងវាយខុសវេយ្យាករណ៍មិនក៏វាអាចជួយ fix ឲ្យយើងដែរអញ្ចឹង control A ទៅថាយើងវាយយើងសាកយកអត្ថបទ spin តេស្តលេងទៅយើង spin ហើយយើងមើលទៅ comment ទៅកាលបើសិនជាវាមានពាក្យអីវាទៅជាពាក្យក្នុងទួនបន្ថែមនោះទៅកាលវាដាច់មុខដាច់ក្រោយតែនៅពេលដែលយើង pass spin ប៉ះនៅក្នុង word កន្លែង pass word ហើយយើងចូល review កន្លែង spelling and grammar គឺវា check ឲ្យយើងអញ្ចឹងយើងមកនៅកន្លែងទៅដូចហ្នឹងមានកន្លែង change កន្លែង change រកកន្លែងចុចទៅហើយchange ទៅវាចាប់ដើមឲ្យយើងនៅជាចាប់ដើម fix ឲ្យយើងបន្ទាប់ពីយើង check grammar នៅគ្រប់ផលិត grammar fix grammar នៅក្នុង word ហ្នឹងហើយយើងត្រូវ download មួយទៀត download add on របស់ Chrome ណារបស់ Chrome យើង add on នោះឈ្មោះថា Grammarly វាសេចក្ដី Google Chrome ទៅហើយយើងបាក់ Grammarly យើងថាវាអាចនៅលើគេមួយគឺយើងបី Grammarly for Chrome អញ្ចឹងយើង add Grammarly ហ្នឹងសម្រាប់ browser Chrome តាមឲ្យយើង register ទៅ free គឺ register មានអស់លុយដែរវាមាន check តាម fix តាមកម្រិតណាបើយើងបើសិនជាយើងប្រើ free វាត្រួតពិនិត្យឲ្យយើងនៅក្នុងកម្រិតណាមួយតែមកបើសិនជាយើង fix ក្នុងកម្រិតទី2យើងបើយើងអស់លុយវាអាច fix យើងក្នុងកម្រិតណាមួយដែលជួយសម្រួលបានច្រើន spin យើងប្រើ free article spinner យើងប្រើតែហ្នឹងក៏ប៉ុន្តែ spin វាមិនទៅជានិម័យមានណាមួយទៀតដែលគេពេញនិយមច្រើនមាននិយមច្រើននេះ click ធ្វើបារ៉ៃ click យើងមិនចាំថ្ងៃក្រោយបើសិនមានឱកាសខ្ញុំអាចតែសម្រាប់ spin នៅមាន spin ប្រើមួយណាក៏បានណាប៉ុន្តែយើងបើសិនជាអាចណាយើងកុំប្រើកុំឲ្យប្រើ website ច្រើន spin នៅក្នុងនេះជាមួយ spin នៅក្នុង website ច្រើន spin នៅក្នុង website ជាមួយ
ឧទាហរណ៍website មួយនេះនិយាយពីសុខភាពហើយយើង spin នៅក្នុងfree record spinner ហើយ website នោះក៏ spin នៅក្នុង free record spinner បរិយាបើតាមខ្ញុំគិតការ spin នេះគេបានសរសេរពាក្យច្រើនដែលទុក save ទុកនៅក្នុងដូចទុក database គេណាតែពេលយើង spin យើងចាប់ដល់ spin គឺ software ហ្នឹងវា replace ឲ្យយើងវាដូរឲ្យយើងវាដូរពាក្យឧទាហរណ៍ពាក្យ boy ទៅពាក្យ man អីចឹងទៅពាក្យ a lot ដូរទៅពាក្យ many អីចឹងទៅចឹងវាដូរឲ្យយើងចឹងវាជួបពាក្យណាដែលវាអាចមានន័យផ្សេងតែមានពាក្យផ្សេងន័យដូចគ្នាគឺវាដូរឲ្យយើងចឹងបើសិនជាយើង spin ដដែលហើយគេអ្នកអត្ថបទមួយហ្នឹងធ្លាប់មានគេផ្សេងយកទៅ spin កន្លែងហ្នឹងដែរបន្ទាប់មកគេយកទៅប្រើដែររកប្រើជាមួយ accent ដែរគឺវាអាចពាក្យហ្នឹងគឺដូចគ្នាច្រើនព្រោះថាអត្ថបទដើមមកគេតែមួយ spin នៅកន្លែងតែមួយអញ្ចឹងវាអត់ខុសគ្នាច្រើនទេគឺវាអាចដូចគ្នាច្រើនដូច្នេះហើយវាអាចឱកាសឲ្យចាប់ copyright ច្រើនដែរបើយកល្អយើង spin អាច spin ច្រើនដងបើតាមគំនិតខ្ញុំណាព្រោះតាមអ្វីដែលយើងវិភាគមើល Google ទី1វា check សម្រាប់អត្ថបទវា check ទី1 copyright តើអត្ថបទហ្នឹងជាប់ copyright ប៉ុន្មាន%ដែលយើង check ក្នុង small SEO tool យើងអាចដឹងហើយថាជាប់ copyright ប៉ុន្មាន% unique ប៉ុន្មាន%ប៉ុន្តែពេល check copyright បើសិនយើង spin ច្រើនដងមានឱកាសដាច់ copyright ច្រើនបន្ទាប់មកបានវា check grammar Google វាមាន software ដែលឆ្លាតវៃដែលអាច check grammar យើងបើសិនជាមនុស្សសរសេរភាគច្រើនត្រូវ grammar ច្រើនព្រោះអ្នកសរសេរមិនអ្នកអត់ចេះសរសេរបានតែគេចេះ grammar អីគេធ្វើតាមបន្តដោយបានអាចត្រូវ grammar ច្រើនដូច្នេះហើយGoogle មាន software វាស្ដាប់ check grammar អញ្ចឹងបើសិនជាយើងមានបើយើង fix grammar ហើយនៅក្នុង Word ហើយនៅក្នុង Grammarly ឱកាសត្រូវ grammar គឺច្រើនតាមយើងមើលអត្ថបទហ្នឹង quality វាគួរសមជាងយើងអត់ check ឧទាហរណ៍បើសិនជាយើងអត់ check វាខុស grammar 50%ប៉ុន្តែបើសិនជាយើង check grammar ហើយគឺវាអាចត្រូវ grammar រហូតដល់ 80%ព្រោះវា software ណាដែល perfect ទេដែលអត់ចាប់ copyright ហើយត្រូវ grammar ទៀតអញ្ចឹងវាអាចគ្រាន់តែត្រូវ grammar ច្រើនភាគរយជាងព្រោះតាំងពីសោតមើលទៅវាក៏ពីខ្លះស្ទួនគ្នាមើលទៅអានយកតែ fix grammar ទៅវាទៅជាយល់តែអានបានអញ្ចឹងនេះបងប្អូនអាចប្រើ word មួយដើម្បីជំនួយហើយទី2 Grammarly ហើយទី3ចាំយើងតើពេលយើង fix grammar ហើយចាំយើងយកទៅ check នៅក្នុង small SEO tool ហ្នឹងទៀតអូខេអញ្ចឹងអត់អីទេអញ្ចឹងហើយមានប្រសិនសូមឲ្យបងប្អូនក្រោយគាត់មានជាបាល់ហើយមានសំណួរអូខេសូមអរគុណមានសំណួរសួរបងរតនាណាក៏សួរខ្ញុំព្រោះខ្ញុំមិនដូចខ្ញុំទេអូខេអរគុណច្រើនបាទអរគុណច្រើនបងអ្នកដេកហ្នឹងហើយក្បោះក្បាយមែនតើបងហើយខ្ញុំបានចេះវិធីថ្មីទៀតគឺក៏ប៉ុន្តែខ្ញុំដឹងយូរ check នៅក្នុង Word ប៉ុន្តែខ្ញុំភ្លេចគិតថាយកនៅហ្នឹងក៏វាល្អដែរអរគុណបងអ្នកដេកបាទឥឡូវសូមបន្តបងវុធាបងហ្នឹងហើយបងវុធាតកតងនឹងសំណួរដែលបងរតនៈចង់ឲ្យបងឆ្លើយមិញណាអញ្ចឹងសូមបងវុធាឡើងនិយាយបងអរគុណច្រើនHello លឺ Hello លឺណាអូខេចាំមកចាក់តនឹងសំណួររបស់ណាតែសួរខ្ញុំថាប្រើកម្មវិធី Copy ដែលទិញ caption ពី YouTube ហ្នឹងលឺឬក៏អត់ចឹងណាអូខេលឺទេអូខេហ្នឹងហើយខ្ញុំបានប្រើវារហូតមកតាំងខ្ញុំទិញមកខ្ញុំប្រើរហូតដោយសារទី1website របស់ខ្ញុំភាគច្រើនគឺខ្ញុំប្រើជា WordPress ទេដោយសារ WordPress វាមាន plugin ច្រើនចឹងណាចឹងខ្ញុំប្រើ software មួយហ្នឹងខ្ញុំអត់យកអត្ថបទពីណាមកខ្ញុំប្រើ software មួយហ្នឹងបន្ទាប់មកខ្ញុំចាប់តាមពីពេទ្យខ្ញុំប្រើ copy URL ពី YouTube មកយកផាត់ក្នុង software ទៅវាចេញអត្ថបទទៅចឹង YouTube ហ្នឹងវាជាច
ចាំ YouTube គេ upload អាកាសសិនចូលក្នុង video របស់គេព្រោះក្នុង YouTube អាច upload បានតែយើង upload ទៅយើងអាបទហ្នឹងគឺយើងទាញនឹងវាចេញជាបទឲ្យយើងបាទតោះមកយើងយកបទហ្នឹងមកដាក់លើ website ហើយក្នុង software ហ្នឹងអាចឆែកថាបទហ្នឹងវាយូរតិចឬក៏អត់ហើយចូល copy scrap យើងបាច់យើងដឹងហើយវាកន្លែងមួយដែលយើងអ្នកឆែកបទថាបទមួយយើងវាយូរតិចឬក៏អត់ចឹងណាតែក្នុងការឆែកជាមួយ website copy scrap ហ្នឹងគឺវាគិតលុយព្រោះបើមិនឆែកទៅបានដល់100ដង5រៀលតែគឺ200ដង10រៀលគិតលុយចឹងបើចង់ដល់លុយគឺអាចឆែកទៅក្នុង small sale CO2 ទៅក្នុងលុយទេមិនថា website សំឆែក free ហ្នឹងគឺវាឆែកបានដូចបាន1500ទេព្រោះ copy scrap ប្រហែលក៏បានដែរចឹងណាហ្នឹងហើយទី1ទៀតមានសារខ្ញុំប្រើ WordPress ខ្ញុំប្រើ plugin ច្រើនសម្រាប់ embed វីដេអូពី YouTube មកបាទដូចជាខ្ញុំប្រើ plugin មួយគឺវាអាច embed វីដេអូពី YouTube មកបានជារៀងរាល់ថ្ងៃហើយចំនួនប្រមាណក៏បានដែរដោយខ្ញុំប្រើ software មួយហ្នឹងគឺវាខ្ញុំដាក់ schedule នៅក្នុង WordPress របស់ខ្ញុំចឹងណាអញ្ចឹងខ្ញុំចង់បានវីដេអូគេពី YouTube មកគឺខ្ញុំគ្រាន់តែវាយ keyword ចូលទៅក្នុង YouTube ខ្ញុំ search keyword នៅក្នុង YouTube វីដេអូណាគេចាប់អារម្មណ៍ច្រើនទៅខ្ញុំ copy keyword ហ្នឹងខ្ញុំមកដាក់នៅក្នុង WordPress ព្រោះនៅក្នុង WordPress ខ្ញុំបានប្រើ plugin មួយដើម្បីទាញវីដេអូពី YouTube មកចូល WordPress របស់ខ្ញុំអូតូតែម្ដងចង់ឲ្យចូលមួយថ្ងៃប្រហែលក៏បានវីដេអូរបស់ខ្ញុំអញ្ចឹងណាបើថាខ្ញុំដាក់បើខ្ញុំដាក់10អញ្ចឹងខ្ញុំអាចកំណត់វា1ម៉ោងទាញ10ក៏បានបើដាក់50មក1ម៉ោងទាញបាន50វីដេអូក៏បានដែរស៊ីសងយើងកំណត់ហ្នឹងអញ្ចឹងខ្ញុំបានប្រើ plugin ហ្នឹងហើយមួយទៀតពេលវាទាញចូលមកវាទាញវីដេអូពី YouTube ចូលទៅក្នុង WordPress ហើយតមកបើសិនយើងអត់ install កម្ម plugin មួយទៀតគេហៅថាបានថា auto post thumbnail បានន័យថាបើយើងទាញវីដេអូពីវីដេអូពី YouTube ចូល WordPress មកហើយវាបានបោះទៅជាបោះជាបោះហ្នឹងវាចេញជា thumbnail ឲ្យយើង auto តែម្ដងដល់យើងមិនចាំបាច់ capture thumbnail តែមកដាក់ជា picture image ទៀតទេចឹងវាស្រួលចឹងពេលអញ្ចឹងខ្ញុំបានប្រើ plugin មួយហ្នឹងដើម្បីទាញមកអញ្ចឹង website ខ្ញុំមានប្រហែលដល់ខ្ញុំ install តែ plugin ចូលទេខ្ញុំទាញចេញ website ខ្ញុំម្ដងចាំមួយថ្ងៃចង់វាបោះ10បាន20ក៏បាន50បាន100ក៏បានដែរតែ website របស់ទីទូទៅខ្ញុំមិនចង់វាបោះច្រើនទេព្រោះខ្ញុំបោះតែ1ម៉ោងខ្ញុំដាក់10វីដេអូវិញអញ្ចឹងវានៅ1ម៉ោងវាចាប់ដាក់ទាញអត្ថបទវា embed ពី YouTube មកចូលនៅក្នុង WordPress របស់ខ្ញុំហើយបោះទៅជាបោះមកបោះអញ្ចឹងណាអញ្ចឹងខ្ញុំទាញមក10វីដេអូវាបាននឹងឲ្យ10បោះដែរអញ្ចឹងក្នុងម៉ោង10បោះអញ្ចឹងមួយថ្ងៃ24ម៉ោងវាបានមក240បោះដែរនៅក្នុង WordPress នឹងមួយទៀតពេលមិញ plugin មិញខ្ញុំទាញពី YouTube ចូល WordPress របស់ខ្ញុំបោះអូតូតែម្ដងខ្ញុំអត់ធ្វើអីទេហើយមួយទៀតខ្ញុំមាន plugin មួយទៀតដើម្បីទាញបោះដែលយើងបានទាញពី YouTube មកហ្នឹងវាទៅបោះនៅក្នុង Facebook Auto ទៀតអញ្ចឹងណាអញ្ចឹងមានន័យថាយើងដូចជាមិនបានធ្វើអីទៀតគាត់ថាបើវាធ្វើ schedule ទាំងអស់ព្រោះ plugin មួយហ្នឹងគឺវាអាចទាញបោះរបស់យើងដើម្បីយើងបានបោះនៅក្នុង WordPress វាទៅបោះក្នុង Auto តែម្ដងនៅក្នុង Facebook តែម្ដងអញ្ចឹងណាហ្នឹងហើយវាមានច្រើនអញ្ចឹងមកនេះពុទ្ធប្រើកម្មវិធី Article Body បត់ពី YouTube មកហ្នឹងនេះមួយទៀតខ្ញុំដឹងថាបងប្អូនគាត់ជាប្រើវិធីមួយដែលហៅថា Lay Adsense ហ្នឹងគាត់ជាប្រើមុខគ្នាខ្ញុំដឹងថាគេជិះគ្នាហ្នឹងអញ្ចឹងខ្ញុំក៏បានប្រើវិធីហ្នឹងដែរបើថានៅក្នុង website របស់ខ្ញុំបានប្រើវិធី Lay Adsense ដែរពីក្នុង website មួយខ្ញុំ Lay Adsense ដល់13អញ្ចឹងបើសិនគេចូលមើល view នៅក្នុង website ខ្ញុំមួយបានតែខ្ញុំបាន3 view ហើយអញ្ចឹង website នេះរបស់ខ្ញុំសម្រាប់ទាញវីដេអូចូលនៅក្នុង website របស់ខ្ញុំមួយហ្នឹងគឺមិនមែនថាជាខ្ញុំដាក់ adsense លើ website ហ្នឹងទេគឺដាក់ adsense នៅលើបាទ website របស់ខ្ញុំផ្សេងមួយទៀតមានន័យថាឲ្យគេចូលមើលមកខ្ញុំមកផ្លេគឺខ្ញុំបាន3 view អញ្ចឹងបើថាគេចុចលើ adsense ខ្ញុំមួយ
còn ấy cái mình thang thì mình bay đến trên bùi mình sẽ đây chẳng tham ơi là tập bối mình mà bối trên bùi trong nhà như tay mình sẽ đặt bay buồn tới cẩn thận thật đây để còn nó những bạn sống sẵn sàng tao là vận tải thì chớp nhưng mà ở toàn Malaysia bạn trang thì xa tập bối chẳng hạn vận tải lấy những trăm năm là mình thì mới nuôi tập bay xe tập bay ô tô video và sẽ có những từ Facebook ô tô thành nó chẳng visual embed video YouTube ô tô sẽ từ Facebook cùng bóc mọi chuyện từ và sẽ có ô tô này chẳng hạn bởi dương on trên thọ đá vẫn trong xe bay được trong Facebook hoặc nếu còn gì copy link thì đi copy được đặt Facebook thôi tao mắc copy một chuyện từng bỏ là hồn chẳng hạn chắc bởi thật nhưng bây giờ bỏ được trăm rồi bỏ hỏi những cùi copy link mỗi mình cả chẳng phải là những cái phản ứng cái số đấy là bây giờ ở đây ở chương trình bán bot ở bên trong làm chài vậy thôi nhưng ai cũng nói thang ok là ngày nó bot cho nó bot với nó bot từ bên nó tổ với nó lịch là bao nhiêu time đó chẳng cái số này ok chẳng bữa chẳng nhắm năm phép phản ứng ta ở đây đấy chẳng nhầm để hay cái chẳng nói ai xuống hai cái bàn cái bất năng của chẳng ok អរគុណបងវត្ថាច្រើនមែនទែនហ្នឹងហើយនេះចំណេះដឹងថ្មីទៀតខ្ញុំតល្អដែរអរគុណបងច្រើនវាស្រួលសម្រាប់អ្នកដែលមានពេលដែរណាយើងផុសពី YouTube យកយើងទាញអូតូហើយយើងផុសទៅក្នុង Facebook ក៏វាផុសទៅអូតូអាហ្នឹង plugin របស់ WordPress ចាំបងcomment ឲ្យខាងក្រោមហើយមួយវិញទៀតវាខមមិនយើងនេះគឺសិតតែផ្ដល់យោបល់ល្អមែនទែនបងហេរតនៈនិងបងនាគដេកនិងបងវត្ថាគឺនិយាយសិតតែក្បោះក្បាយហើយខ្ញុំស្ដាប់បានចំណេះដឹងថ្មីប៉ុន្តែខ្ញុំសូមលើកទឹកចិត្តចេះសូមលើកទឹកចិត្តបងប្អូនដែលចូលរួមណាសូមលើកចិត្តបងប្អូនដែលចូលរួមសូមផ្ដោតលើសំណួរដែលតាក់ទងនឹងប្រធានបទយើងថ្ងៃនេះគឺ10កន្លឹះទាំង10យ៉ាងដើម្បីធ្វើ CVC ហ្នឹងឡើងខ្ពស់អញ្ចឹងណាអញ្ចឹងសូមបងដែលសួរមកសំណួរលើក្រោយសូមលើកទឹកចិត្តបងផ្ដោតលើ topic យើងថ្ងៃនេះណានឹងសូមបងណាដែលមានសំណួរសូមលើកដៃជាសញ្ញាបងណាមានសំណួរសូមចុចពាក្យ raise handអូខេហ្នឹងអត់អីឥឡូវចាំបងចុចពាក្យ raise hand នៅពេលក្រោយចុះណាឥឡូវខ្ញុំផ្ដល់ឲ្យបងហេងរតនៈគាត់ឡើងមានយោបល់បន្តិចសិនបាទអរគុណច្រើនអូខេអរគុណដល់បងវណ្ណអរគុណដល់បងវណ្ណដែលបានចែកផ្នែកចំណេះដឹងថ្មីណាចំណេះដឹងថ្មីហ្នឹងក៏ខ្ញុំដែលបានដឹងដែរចាក់ទៅនឹងអាគារវីដេអូឲ្យចូលប្រកាសជាអនុវត្តហ្នឹងប៉ុន្តែarticle មួយទីទាញយក action ទឹកសុំទៅទាញយក caption មកពី YouTube ហ្នឹងខ្ញុំដឹងចឹងអរគុណដល់បងវណ្ណប៉ុន្តែប្រធានបទយើងថ្ងៃនេះគឺតាក់ទងទៅនឹងធ្វើឲ្យ CPC ឡើងយើងឡើងខ្ពស់ឥឡូវមានបងណាលើទេបាទលើចូលមិនទៀតអូខេចឹងថ្ងៃហ្នឹងអត្ថបទរបស់យើងគឺតាក់ទងនឹងការធ្វើ CPC ឡើងខ្ពស់ហើយចំណែកថ្ងៃហ្នឹងខ្ញុំដូចឃើញមានអារម្មណ៍ថាយើងខុសយើងថាយើងនិយាយខុសពីអត្ថបទច្រើនថាអត្ថបទយើងតាក់ទងធ្វើឲ្យ CPC យើងឡើងខ្ពស់ប៉ុន្តែមានបងខ្លះក៏គាត់សួរនឹងចំនួនផ្សេងអីអ្នកតែថាវាខ្លួនខ្ញុំខ្លះក៏គាត់ឆ្លើយផ្សេងតាក់ទងនឹងតាក់ទងទៅនឹង article ខ្ញុំសូមបញ្ជាក់តិចថា article យើងបើសិនជាយើងចង់ជិះផុតពីការ copyright ណាជិះផុតពីការ copyright របស់ Google វាគ្មានអីទៅបាក់ទេរឿង article ហ្នឹងយើងចង់យកទៅ spin 100 200ដល់ក្នុងក៏បានដែរវាអីតែសំខាន់សួរថាតើអត្ថបទដែលយើង spin ហើយឬក៏យើងទាញពី article body របស់បងវណ្ណថានឹងដែលយើង spin 100 ដង200ដងដូចគេនិយាយហ្នឹងហើយនឹងការទាញយកពី article body ហ្នឹងតើវា high CPC អត់វាន័យថាតើវាជា keyword ដែលល្អអត់ចឹងណាបើសិនជាចង់ជៀសផុតពីការ ban របស់ Google វាឃើញអីពិបាកយក article ហ្នឹងចឹងខ្ញុំសុំកន្លែងមួយទៀតហើយមួយតាក់ទងទៅនឹងការដាក់វីដេអូ YouTube នៅក្នុង website អានឹងជារឿងចំណុចមួយដែលគួរឲ្យកត់សម្គាល់ដែរណាព្រោះថាវាធ្វើឲ្យ CPC របស់យើងធ្លាក់ព្រោះយើងដឹងហ្នឹងថា YouTube ស្ទើរថា Google AdSense
វាចង់ឲ្យយើងនេះវាកើតជាលក្ខណៈថាអត្ថបទ unique យើងកើតដល់ខ្លួនឯងផ្ទាល់ដែលអត់ចង់ឲ្យយើងច្រឡំពីអ្នកដទៃអត់ចង់យកអត្ថបទរបស់អ្នកដទៃយកជួបអត្ថបទរបស់ខ្លួនអញ្ចឹងមានបងគាត់ដឹងហើយវាអត់បានទេអ្វីដែលសំខាន់គឺវាអត់បានយើងដាក់ YouTube នៅក្នុងអាប៉ុបវីដេអូសិនយើងដាក់វីដេអូ YouTube នៅក្នុងអត្ថបទរបស់យើងហ្នឹងវាអត់បានមែនតែវាស៊ីធ្លាក់វាស៊ីថោកព្រោះយើងខុសគោលការណ៍របស់វាព្រោះថាវាទីមួយវាអត់ចង់ឲ្យយើងយកអ្វីដែលជារបស់អ្នកដទៃយកមកធ្វើជារបស់ខ្លួនមានថាធ្វើជាឈ្នន់ដើម្បីឲ្យយើងបាននេះណាបានឡើងណាព្រោះអត់ចង់ឲ្យយើងធ្វើអញ្ចឹងវាអត់បានទេដូចខ្ញុំនិយាយបងគឺថាយើងធ្វើវីដេអូ YouTube ចូលទៅវាអត់បានតែប៉ុន្តែវាបានជាវិធីភាពនឹងចំណុចមួយហាមដាក់វីដេអូ YouTube ក្នុង website តែបើមិនយើងចង់ដាក់វីដេអូ YouTube ក្នុង website ខ្ញុំមានវិធីមួយដូចខ្ញុំធ្លាប់បាននិយាយថាយើង capture យកអារូបភាពរបស់ YouTube ហ្នឹងមកមានដែលគេថតចូលយើង capture យករូបភាពរបស់ YouTube នឹងយកមកនេះហើយយើង copy link របស់ YouTube យកទៅដាក់នៅក្នុងរូបភាពហ្នឹងនៅពេលដែលគេចុចលើរូបភាពហ្នឹងឲ្យវារត់ទៅ YouTube តែម្ដងអញ្ចឹងបើសិនមានបងណាគាត់ធ្លាប់ធ្វើគឺមិនយ៉ាងមុននោះអូខេ no ច្រើនអូខេឥឡូវខ្ញុំសូមបញ្ចូលម្ដងទៀតណាបាទចឹងខ្ញុំអត់ recommend ឲ្យដាក់វីដេអូទាំងស្រុងទេអត់ដាក់វីដេអូទាំងដល់ទេពីនេះថាយើងទៅចូលទៅក្នុង YouTube បន្ទាប់មកទៀតយើងមើលរូបភាពយើងមើលវីដេអូណាមួយយើងពេញចិត្តចឹងណាគឺហើយយើង capture យើងពីនេះថាយើងកាត់យក thumbnail របស់វីដេអូហ្នឹងណាយើងកាត់យក thumbnail វាហើយយើង copy link YouTube យកទៅបញ្ចូលនៅក្នុងរូបភាពហ្នឹងមានន័យថាយើង insert URL យើង insert មានន័យថាយើងដាក់ URL ចូលនៅក្នុងរូបភាពហ្នឹងហើយយករូបភាពហ្នឹងយកដាក់នៅលើអត្ថបទទៅអញ្ចឹងនៅពេលដែលគេចុចពីអត្ថបទទៅគេចុចពីគេចុចពីរូបភាព thumbnail ហ្នឹងទៅមិនមែនលើមើលវីដេអូនៅលើ website យើងគឺមើលវីដេអូនៅលើ website របស់ YouTube តែម្ដងអូខេអញ្ចឹងប្រហែលជាមានបងខ្លះយល់ហើយហើយវិធីមួយដើម្បីជៀសផុតពីការដាក់វីដេអូទាំងដល់មកឲ្យណាបើដាក់វីដេអូទាំងដល់ធ្វើឲ្យCPC ធ្លាក់អាមេរិកចុចអីបាន10សេន5 10សេនអីចឹងទៅហ្នឹងមួយអញ្ចឹងប្រធានបទថ្ងៃហ្នឹងគឺធ្វើឲ្យ CPC យើងឡើងខ្ពស់អញ្ចឹងខ្ញុំសូមមានតែប៉ុណ្្នឹងចូលឲ្យសិនបងណាក៏មានចម្ងល់ឬក៏មានបងណាគាត់ចង់បញ្ចេញមតិយោបល់អីអាចឲ្យបងកំសាន្តបើកមិញយើងអាចចុចរសារនៅខាងស្ដាំដៃហ្នឹងណាដើម្បីបងកំសាន្តគាត់អូនណាគាត់បើកមិញឲ្យអូខេអញ្ចឹងខ្ញុំសូមទៅទៀតខ្ញុំសូម recommend ឲ្យបងទាំងអស់ដែលរកលុយតាមអនឡាញណាគួរតែធ្វើ website ជានេះវិញធ្វើ website ជា WordPress វិញអញ្ចឹងបងណាដែលគាត់ធ្លាប់ប្រើ blog ដែលធ្លាប់ប្រើ blog sport ណាសូមធ្វើជា WordPress វិញព្រោះហេតុអី WordPress វាមាន plugin ច្រើនក្នុងការឲ្យយើងនឹង SEO website របស់យើងយល់ទេបងហ្នឹងហើយបងសុំតើតើបាក់ហ្នឹងគឺមិនមែនបាក់បោះ WordPress ណាគឺបាក់បោះ plugin ទេឧទាហរណ៍ថាបង download plugin ចេញមកពីក្រៅបង download plugin មកពីក្រៅមកពីណាវិញហើយយកមកតម្លើងវាអាចមាន backdoor នេះជាអី code របស់ hacker វាអាចមាន backdoor ហ្នឹងដើម្បីចាប់ទាញយក password ឬក៏ទាញយក password របស់បង WordPress របស់បងយកទៅអញ្ចឹងទី1ដើម្បីប្រើ WordPress ឲ្យមានប្រសិទ្ធភាពកុំប្រើ plugin ដែលគេយកចេញមកពីក្រៅ search Google ហើយយក plugin ហ្នឹងមកប្រើកុំគឺយើងត្រូវតែ search យើងត្រូវតែ search នៅក្នុង WordPress តែម្ដងហ្នឹងដើម្បីឲ្យសុវត្ថិភាពណាហើយមួយទៀតយើងអាចធំយើងកុំយកធំមកពីក្រៅដូចគ្នាឧទាហរណ៍ថាអ្នកខ្លះគាត់ឃើញធំគឺfree ខ្ញុំយកមកក្រៅយកទៅឡើងលើ WordPress របស់យើងហ្នឹងទៅជួយឲ្យ WordPress របស់យើងហ្នឹងវាអាចមានបញ្ហាខ្ញុំធ្លាប់ធ្វើ backdoor ដាក់យក password គេគឺបានសម្រេចមែននៅពេលដែលមានគេប្រើ password សំដៅទីរបស់ខ្ញុំអាចនិយាយ password គេមកបានអាហ្នឹងខ្ញុំទីមួយអញ្ចឹងយើងប្រើ WordPress ទៅល្អយើងប្រើ WordPress ហើយយើងប្រើ theme ឬក៏ប្រើ plugin នៅក្នុង WordPress វិញតែម្ដងព្រោះហេតុអី WordPress វាមាន plugin ច្រើនដើម្បីជួយឲ្យwebsite របស់យើងនឹងរែងយើងអាច search រក plugin ដែលទាក់ទងនឹង SEO ណា
ធ្វើឲ្យ website របស់យើង rank ខ្ពស់ដើម្បីឲ្យ Google វាឃើញវាឃើញវាធ្វើឲ្យ website របស់យើងល្អហើយដូចមានទឹកនឹងទេអញ្ចឹងបើវាល្អប្រើ WordPress ទៅហើយបងណាដែលគាត់អត់ចេះប្រើ WordPress ណាបងអាចទៅខ្ញុំបានខ្ញុំនឹងជួយបងរៀនបងខ្ញុំជួយបាទបងខ្លះដើម្បីដឹង WordPress ដើម្បីដឹងពី WordPress នឹងបងសិនជួយផ្ញើ link Facebook ខ្ញុំមួយឲ្យគាត់ផងជួយផ្ញើ Facebook link ខ្ញុំមួយគាត់ឲ្យគាត់ add friend ខ្ញុំទៅហើយជួយខ្ញុំតាម Facebook តែបងនៅរូបស្ដីហ្នឹងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងហ្នឹងបាទអរគុណច្រើនរតនៈហ្នឹងហើយអ្នកណា ដែលចង់បានចំណេះដឹងបន្ថែមទៀតនេះ Facebook របស់បងរតនៈដែលគាត់ថាគាត់ផ្ញើឲ្យណាអញ្ចឹងអ្នកនរគ្នាចាំតាក់ទងគាត់តាម Facebook នេះទៅអញ្ចឹងខ្ញុំផ្ញើ link ឲ្យហ្នឹងឥឡូវខ្ញុំសូមបន្តទៅបាទហ្នឹងហើយមួយទៀតហ្នឹងហើយហ្នឹងហើយមិនអត់លឺហ្នឹងហើយសូមបន្តមួយទៀតគឺបងវ៉ាន់ថាបុណ្ណាចង់តាក់ទងគាត់នេះលើ Facebook គាត់តាក់ទងគាត់សួរណារឿងដែល website មិញយក YouTube អី direct អីអញ្ចឹងណាតែព្រោះអាហ្នឹងមិញវាអត់តាក់ទងនឹងប្រធានបទយើងអញ្ចឹងហើយខ្ញុំអត់បាននិយាយតអញ្ចឹងអ្នកនរគ្នាយក link របស់គាត់តាក់ទងគាត់តាម Facebook វិញល្អជាងណាបាទហើយមួយទៀតបងនេះគឺ link របស់បងនេះលោកអ្នកនរគ្នាលឺហ៎ជួយលោកអ្នកនរគ្នាលឺហ៎បងអ្នកណាលឺសូមខមមិនពាក្យ yes បាទនឹងអរគុណច្រើនមិញខ្ញុំបានឲ្យ link អ្នកនរគ្នាគឺបងហេងរតនៈអញ្ចឹងណាអ្នកនរគ្នាអាចយក link របស់គាត់បានតាក់ទងគាត់នៅតាម Facebook ណាហើយ link នេះ link របស់បងវត្តថាដែលគាត់និយាយមិញតាក់ទងនឹងរឿងទាញ WordPress ទាញវីដេអូ WordPress ហើយផុសចូល Facebook Auto បងអ្នកណាមានចម្ងល់ចង់តាក់ទងនឹងបន្ថែមតាក់ទងគាត់នេះតាម Facebook ហើយនឹងមួយទៀតខ្ញុំសូមនេះគឺជា website នេះគឺ account Facebook របស់បងអ្នកដេកអ្នកណាចង់តាក់ទងបងអ្នកដេកបន្ថែមអាចតាក់ទងតាម link នេះបានព្រោះគាត់មានចំណេះដឹងច្រើនអញ្ចឹងណាគាត់មានវិធីក្បាច់ច្រើនដើម្បីបរិញ្ញាអ្នកនរគ្នាបានហ្នឹងហើយឥឡូវសូមអ្នកណាមានសំណួរបន្តសូមលើកដៃអញ្ចឹងខ្ញុំសូមបើកឲ្យបងលុចម៉ាគីខូលីនេះដែលគាត់ចង់សួរសំណួរឥឡូវបងសូមឡើងសួរសំណួរចុះអូសំទោសបងលាក់មុខនេះឈ្មោះគាត់ឈ្មោះតលាក់មុខបងចង់សួរសំណួរហ៎អញ្ចឹងបងឡើងបើកមិចអនទៅខ្ញុំតលាក់មិចឲ្យបងសួស្ដីបងលឺអត់បងបងខ្ញុំមានសំណួរមួយដែលតាក់ទងជាមួយនឹង CVC របស់យើងដែរប៉ុន្តែតាក់ទងនឹងចំណុចមួយដែលយើងនិយាយថាតាក់ទងនឹងការ add site នៅពេលដែលយើង add site វាត្រូវស្តង់ដារហើយប៉ុន្តែបងក៏បាននិយាយថានៅពេលដែលយើងលាក់ការ add site របស់យើងអញ្ចឹងតើវាអាចធ្វើឲ្យ CVC របស់យើងធ្លាក់ចុះឬក៏មានបញ្ហាអីដែរអត់បងអាចជាផ្ដល់សំណួរចម្លើយខ្លះអរគុណច្រើនបងអូខេអរគុណបងរតនៈស្ដាប់តនេះបងស្ដាប់តបងឡើងឆ្លើយសំណួរបងអូខេអរគុណបងខានមិនសំណួរបងមិញហ្នឹងគាត់សួរថាបើសិនជាយើង add site អីហើយហ្នឹងទៅហើយ add អីមិញខ្ញុំស្ដាប់អត់ទាន់ទេប៉ុន្តែខ្ញុំដឹងថាយើង add site add អីមិញអី high add ហើយអីហ្នឹងបងមិនថាគាត់ចៃណាចឹងខ្ញុំសូមផ្ដល់ឲ្យបងមិនថាវិញព្រោះអាហ្នឹងបងមិនថាគាត់ចៃទេចឹងបងមិនថាបានលឺហើយឆ្លើយជាមួយគាត់ផង
បងមិនថាសូមឡើងឆ្លើយសំណួរបន្តិចមកបង Alo lười lười à ok ok nhâm đăng tha này là con clip pha nhâm đăng là toàn ca hai action đó chỉ sẽ nó bom điện đây thì con chụp biển này nhâm xóm khơi website bằng code mà đang chơi đây cái lại nát có action này chắc con chụp gì làm mình tên đại con cả ở chúng tôi tôi chơi con mà này hay năng này ca hai action nó những đăng ấy qua đây tha dương ở cái website vì gặp tất cả nhưng mà đang thang khang hiện đấy còn trai cái trên khi bây giờ mà sân đang nghe là thấy còn bị trả đến đang thang cái ở iframe và để thang website bao nhiêu muối cứ dương design art đại sân này art phải thử cái lại cho nó hay tỏ nó ban dương chờ ở iframe là bài kia dọa website buổi nắng chưa đặt được website buổi tiền website buổi tiền nó còn nhiều website bị hao thế chẳng dương thứ mấy ơi cái cho vào website bị hao bao nhiêu nó như anh đã event video bị YouTube bị ấy màu chẳng hạn á chứ mơ sang cái cho mơ chờ việc website à phải làm sao nữa còn đã những event bị YouTube mà cho website thì mình video mơ lên mình đấy video nó gặp mất nhưng ta tha là nó hết thay form đang chờ này nhưng tại adsense nơi bị lừa icon video nè chẳng mà sang cái nhà visitor cái trong mơ cái trong trên mơ video mà cái trên lừa một tông play bỏ YouTube nè là cho chúng tôi lấy cho trong adsense mà dư của adsense mà dư độ mà thì nó đã sâu nó chắc là con ta bị thi trao cái ở trong từ website mà dư cho dùng để chụp cam mình đang phải tay anh đang chụp cam khác video file embed mà ba video ở sòng luôn mà ba video đây YouTube thì Google cái ha mình chẳng hạn tá tôi bay embed cho mà ở đây là sao thì muối adsense mà dư còn đặt ở nơi website và đặt lên website năng tề website bị trao năng tề của AdSense mà đặt lên website bao nhiêu là o và fresh original bao nhiêu nó này thọt biên content chặt tôn năng bài khi thấy tề chẳng mà sao nào website dương bị trao nhỉ là dương embed là dương iframe mà đấy sang biên video đây những cái có sợi ấy đây chẳng hạn của cái Google check cái bên trái năng trao nó chạy original nhưng mà còn các bạn khác là còn năng nghề thì phải cho bạn biết ai xua bông điểm đây còn cái hàng này mình đang khơi sân mà còn phải sai còn đây chẳng hạn cái chuyện này là sân này cái chẳng như chỉ nói ai xua mình làm gì đó là những cái năng sân còn ok អរគុណបងបថាច្រើនបងអរគុណសម្រាប់ការចែករំលែកឥឡូវយើងជិតដល់ម៉ោងបញ្ចប់ហើយគឺម៉ោង 11 ឥឡូវសល់តែ 5 នាទីទៀតទេអញ្ចឹងខ្ញុំសូមឲ្យបងរណៈគាត់ចង់និយាយឥឡូវសូមបងឡើងនិយាយដោយសង្ខេបខ្លីបងអរគុណច្រើន alo nữa bọn bên bọn nào lười ok ở con bọn cầm san ở con bọn mình ở con bọn san chúng tôi ở con bọn mình thay mình tên bạn chơi slide luôn mà nhầm cho gì ấy thì bạn ấy chụp mà nhầm cho gì phải với mình lại cái trong môn sự chuyện nó có nên chị nó vừa nhung clip bà đấy បាទអរគុណច្រើនអញ្ចឹងបងសុជាតិឡើងសួរសំណួរចុះបងឲ្យយ៉ាងសង្ខេបខ្លីបងសុជាតិបងសុជាបងចុចកន្លែងលុក mic on បងនៅចំណុចទូចដើម្បីនិយាយបងសូមបាទ
អូខេមើលទៅគាត់អត់នេះឥឡូវសូមបងរតនៈគាត់ឡើងមកមានចំបល់បន្តចុះបង បាទអរគុណមិញខ្ញុំទៅខ្ញុំភ្លេចទៅសក្តិវិញអូខេមិញបងកំតាំងគាត់និយាយថានេះណាវាលក្ខណៈថា Google វានឹងអត់ឆែកតែថាវាអត់ឆែកអា website fake របស់យើងទេវាឆែកwebsite original អញ្ចឹងខ្ញុំសូមបន្ថែមlạiនឹងតិចwebsite នៅពេលដែលយើងរកលុយបានខុសធម្មតាអត់សិនណានៅពេលដែលយើងរកលុយបានខុសធម្មតាហើយរងថ្ងៃឧទាហរណ៍ធម្មតាបាន5រៀល10រៀល20រៀលអត់ទៅ5រៀល10រៀល5រៀល10រៀលទៅពេលថ្ងៃខ្លះឡើងដល់ច្រើនឬមួយក៏យើងរកបានមួយខែយើងបានរកបានមួយខែដំបូងមួយខែណានឹងហើយអញ្ចឹងវាចាប់ផ្ដើមឆែកទាំង backlink ឆែក backlink មានន័យថាម៉េចឆែក backlink ឆែកថាតើ website របស់យើង traffic បានមកពីណាខ្លះ traffic បានមកពី Facebook ចូលពី Facebook ហើយចេញទៅណាចូលមកពី Facebook ហើយមកទៅណាទៀតមកទៅណាទៀតហើយមកទៅណាទៀតអញ្ចឹងវានឹងឆែកដែរបើសិនជាយើងមានbacklink ដាក់កក់មានន័យថា backlink របស់យើងនឹងដាក់ជារូបភាពអាហារផ្សេងឬមួយក៏យើងដាក់មកពី website ណាមិនសមរូបក៏វានឹងឆែកហ្នឹងក៏វានឹងអាចមានបញ្ហាដែរអញ្ចឹងយល់ល្អយើងកុំដូចថាបើសិនជា website ដាក់ fake របស់យើងកុំដាក់រូបភាពណាដាក់អាក្រក់ពេកអញ្ចឹងណាយើងដាក់រូបភាពល្អធម្មតាឲ្យដើម្បីគេចូលចិត្តមើលចេះអញ្ចឹងដែរព្រោះថាបើសិនជាយើងរកបានមួយខែដំបូងយើងរកបានមួយខែដំបូងណារកបានមួយខែដំបូងឬក៏យើងរកបានច្រើនខុសធម្មតាវានឹងឆែកតើ traffic យើងចូលមកពីណាចូលមកពីកន្លែងណាហើយអា web ហ្នឹងចូលមកពីកន្លែងណាហើយកន្លែងហ្នឹងវាល្អអត់កន្លែងហ្នឹងវាចេះថាវាគួរសមរម្យអត់អីចឹងណាអូខេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងអញ្ចឹងសូមអរគុណសូមផ្ដល់ឲ្យបងកំសាន្តតិច បាទហ្នឹងហើយអរគុណហេងរតនៈមែនតើបាទអរគុណច្រើនខ្ញុំដឹងថាអ្នកនរគ្នានៅមានសំណួរខ្លះទៀតបងសុជាក៏នៅមានសំណួរប៉ុន្តែដោយសារឥឡូវយើងដល់ម៉ោងត្រូវដែលយើងបញ្ចប់កម្មវិធីអញ្ចឹងណាអញ្ចឹងយើងសូមបញ្ចប់សិនប៉ុន្តែជាចុងក្រោយខ្ញុំសូមអរគុណដល់បងរតនៈដែលបានធ្វើវាគ្មិនថ្ងៃនេះគួរក្បាយយ៉ាងច្រើនហើយជាពិសេសបងវុទ្ធាដែលបានចែករំលែកចំណេះដឹងថ្មីៗខ្ញុំបានដឹងហើយមួយទៀតអរគុណដល់បងអ្នកដេកដែលបានចូលរួមទោះបីជាបានតិចតួចក្តីក៏ខ្ញុំសូមអរគុណដល់បងអ្នកដេកមែនទែនដែលគាត់បានមកជួយរួមណានិងអរគុណច្រើនហើយនេះគឺជា Facebook របស់គាត់ទាំង3នាក់បើអ្នកណាចង់តាក់ទងគាត់អាចចូលតាក់ទងតាម Facebook ទាំង3ដែលខ្ញុំផ្ញើនេះអ្នកនរគ្នាមិនទាន់អា comment ចូលមើល Facebook ដែលខ្ញុំផ្ញើនេះសូមមិនទាន់អា comment នេះ Facebook នេះគឺចូលមានបងហេរតនៈបងវុទ្ធានិងបងអ្នកដេក អ្នកនរគ្នាអាចចូលទៅក្នុង Facebook របស់គាត់ទាំង3នឹងបានបងវុទ្ធាបងរតនៈនិងបងអ្នកដេកព្រោះគាត់សិតតែជាជើងចាស់ដែរព្រោះគាត់មានបទពិសោធន៍ខ្លះៗអញ្ចឹងអាចសួរគាត់បានតាក់ទងគាត់ណាអញ្ចឹងអរគុណច្រើនសម្រាប់ការចូលរួមទាំងអស់គ្នានៅក្នុងថ្ងៃនេះអញ្ចឹងថ្ងៃនេះយើងបញ្ចប់តែត្រឹមនេះអញ្ចឹងណាអញ្ចឹងសូមអរគុណសូមទៅសេពាក្យថា goodbye បើសិនយើងព្រមបញ្ចប់ត្រឹមនេះណាអរគុណសូមអរគុណច្រើនយើងទៅសេពាក្យថា goodbye ដល់គ្នា